បាទសូមជម្រាបសួរប្រិមិត្តអ្នកទស្សនាគេហទំព័រដើមអំពិលជាទីមេត្រីនៅក្នុងកម្មវិធីរបស់ដើមអំពិលថ្ងៃនេះខ្ញុំបាទមានកិត្តិយសដែលបានអញ្ជើញលោកសាស្ត្រាចារ្យឡាំជាដែលលោកជំនាញផ្នែកនីតិអន្តរជាតិយកមកផ្ដល់កិត្តិយសនៅក្នុងការបញ្យល់បកស្រាយនៅសំណួរមួយចំនួនដែលជាបច្ចុប្បន្នភាពសម្រាប់ប្រទេសជាណាចក្រកម្ពុជាយើងផងដែរបានលើកឆ្លៀតនៅក្នុងឱកាសនេះសូមអញ្ជើញប្រិមិត្តទស្សនិកជនទស្សនាជាមួយនឹងកិច្ចសម្ភាសរបស់យើងខ្ញុំដូចតទៅនេះខ្ញុំបាទសូមជម្រាបសួរលោកសាស្ត្រាចារ្យជាបឋមខ្ញុំសូមអរគុណដែលលោកសាស្ត្រាចារ្យបានផ្ដល់កិត្តិយសជាលើកដំបូងដល់មជ្ឈមណ្ឌលព័ត៌មានដើមអំពិលរបស់យើងខ្ញុំបាទដោយលោកសាស្ត្រាចារ្យបានជ្រាបហើយខ្ញុំក៏ដូចជាទស្សនិកជនតែងតែមានចម្ងល់ឬក៏យល់ដែរមិនច្បាស់លាស់ស្ដីអំពីបញ្ហាគេហៅថាមរតករបស់អាណានិគមឧទាហរណ៍នៅលើពិភពលោកយើងនេះមានប្រទេសមហាអំណាចមួយចំនួនតែងតែដាក់នៅអាណានិគមនៅតាមប្រទេសមួយចំនួននៅលើពិភពលោកគឺអាមេរិកឡាទីនអាហ្វ្រិកឬក៏កម្ពុជាឥណ្ឌូចិននេះជាដើមហើយតែងតែមានបញ្ហាក្រោយពេលដែលម្ចាស់អាណានិគមនោះបានដកចេញទៅជាពិសេសប្រទេសដែលធ្លាប់តែរងដោយសារអាណានិគមតែងតែមានទំនាស់គ្នាគ្រប់បញ្ហាព្រំដែនបញ្ហាអ្វីៗផ្សេងៗទៀតក្នុងនាមលោកសាស្ត្រាចារ្យដែលបង្ហាត់បង្រៀនអំពីផ្នែកនីតិអន្តរជាតិលោកសាស្ត្រាចារ្យអាចបញ្យល់បានថាស្អីទៅដែលហៅថាមរតកអាណានិគមសូមអញ្ជើញលោកសាស្ត្រាចារ្យជាបឋមខ្ញុំបាទសូមគោរពទៅដល់ជនរួមជាតិខ្មែរទាំងអស់ជាទីគោរពហើយដើម្បីឆ្លើយតបទៅនឹងសំណួរដែលលោកសយសុភាពបានសួរខ្ញុំបាញ់មិញនេះជាទូទៅយើងដឹងទាំងអស់គ្នាថាក្នុងប្រវត្តិសាស្ត្រពិភពលោកប្រទេសជាច្រើននៅលើពិភពលោកនេះមានទាំងអាស៊ីអាហ្វ្រិកក៏ដូចជាអាមេរិកឡាទីនគឺតែងតែធ្លាប់ស្ថិតនៅក្រោមអាណានិគមឬអាណាព្យាបាលរបស់ប្រទេសមហាអំណាចនៅអឺរ៉ុបបាទហើយយើងដឹងទាំងអស់គ្នាថាក្រោយពេលដែលមានចរន្តឬនិន្នាការពិភពលោកក្នុងការទាមទារឯករាជ្យជាពិសេសក្រោយសង្គ្រាមលោកលើកទី2ដោយសារអង្គការសហប្រជាជាតិបានគាំទ្រនៅគោលការណ៍មួយគេហៅគោលការណ៍សិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងពីសំណាក់ពលរដ្ឋម្ចាស់ប្រទេសដូច្នេះហើយទើបមានចរន្តនិន្នាការក្នុងការរើបំរាស់រំដោះខ្លួនចេញពីនឹមអាណានិគមពាក់ព័ន្ធទៅនឹងបញ្ហាក្រោយពេលដែលប្រទេសទាំងឡាយដែលធ្លាប់ស្ថិតក្រោមអាណានិគមទទួលបានឯករាជ្យតែងតែមានបញ្ហាពាក់ព័ន្ធទៅនឹងព្រំដែនជាពិសេសព្រំដែនដែលបានបន្សល់ទុកពីអាណានិគមដែលម្ចាស់អាណានិគមបានកំណត់ទុកឲ្យនោះក្រោយពេលឯករាជ្យមានប្រទេសមួយចំនួនឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ដូចជានៅអាមេរិកឡាទីនជាដើមនៅអាហ្វ្រិកក៏ដូចជានៅអាស៊ីយើងនេះដែរតែងតែមិនសុខចិត្តឬក៏មិនព្រមទទួលយកនៅព្រំដែនដែលបន្សល់ទុកពីអាណានិគមបាទដោយប្រទេសមួយចំនួននោះប្រកែកនោះដោយសារខ្លួនយល់ថាព្រំដែនប្រវត្តិសាស្ត្ររបស់ខ្លួនគឺនៅឯណោះប៉ុន្តែក្រោយពេលដែលម្ចាស់អាណានិគមកំណត់ឲ្យគឺព្រំដែនខ្លួនត្រឹមនេះអញ្ចឹងបាទថយអញ្ចឹងមានប្រទេសខ្លះក៏ឯកភាពទទួលយកដោយខ្លួនសុខចិត្តប្រទេសមួយចំនួនទៀតមិនឯកភាពប៉ុន្តែជាគោលការណ៍ខ្ញុំសូមជម្រាបជនរួមជាតិទាំងអស់ឲ្យបានជ្រាបថាក្នុងប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនដែលបន្សល់ទុកពីអាណានិគមនេះវាមានរឿងវែងឆ្ងាយខ្ញុំសូមលើកអំពីប្រវត្តិបន្តិចជាទូទៅយើងត្រូវដឹងពាក្យមួយគឺពាក្យ oiti possibility ពាក្យនេះគឺកើតចេញពីច្បាប់រ៉ូម៉ាំងគេហៅថានីតិរ៉ូម៉ាំងបាទពាក្យនេះត្រូវបានបណ្ដាប្រទេសមួយចំនួនធំនៅអាមេរិកឡាទីនក្រោយពេលដែលខ្លួនទទួលបានឯករាជ្យពីប្រជាអេស្ប៉ាញជាពិសេសក្នុងដើមសតវត្សទី19ខ្លួនពីដំបូងមានប្រទេសខ្លះធ្លាប់មានបញ្ហាអញ្ចឹងដែរជជែកវែកញែករក
គេហៅថាខ្លះមិនសុខចិត្តទៅនឹងបញ្ហាព្រំដែនដែលកំណត់ដោយមហាអំណាចអេស្ប៉ាញពីសម័យនោះក្រោយពីប្រជាអេស្ប៉ាញដោះលែងអាណានិគមទៅប្រទេសភាគច្រើននៅអាមេរិកឡាទីនហ្នឹងគឺទីបំផុតបានសុខចិត្តទទួលយកគោលការណ៍នេះដែលគេហៅថាគោលការណ៍ Oiti Possibility ហ្នឹងគោលការណ៍នេះតាមពិតពាក្យពេញរបស់វាគឺ Oiti Possibility Ita Possidiatis មានន័យថាអ្នកនឹងទទួលបានសិទ្ធិកាន់កាប់បាទបន្តនៅអ្វីដែលអ្នកធ្លាប់បានកាន់កាប់ពីមុនហ្នឹងគោលការណ៍នេះជាគោលការណ៍ទូទៅនៅក្នុងនីតិរ៉ូម៉ាំងប៉ុន្តែជាបឋមនៅពេលដែលបណ្ដាប្រទេសនៅអាមេរិកឡាទីនក្រោយពេលឯករាជ្យគឺខ្លួនតែមានវិវាទលើបញ្ហាកំណត់ព្រំដែននេះបានសុខចិត្តទីបំផុតទទួលយកគោលការណ៍នេះហើយគោលការណ៍នេះក៏ឯកភាពគ្នាគឺទទួលថាជាគោលការណ៍ព្រំដែនដែលមិនអាចកែប្រែគឺគោលការណ៍ព្រំដែនដែលបន្សល់ទុកពីអាណានិគមដែលបានកំណត់រួចហើយបាទគោលការណ៍នេះត្រូវបានរីកសាយភាយមកដល់អាស៊ីក្នុងសតវត្សទី20ជាពិសេសក្រោយសង្គ្រាមលោកលើកទី2ណាហើយនឹងក្នុងទសវត្សទី60មកនៅពេលដែលមានការដោះលែងអាណានិគមបាទនៅអាហ្វ្រិកក៏ដូចគ្នាដែរបណ្ដាប្រទេសមួយចំនួននៅអាហ្វ្រិកពីដំបូងគឺមានប្រទេសខ្លះដែលយល់ថាកាលពីប្រវត្តិសាស្ត្រព្រំដែនខ្លួននៅឯនេះនៅឯនោះបាទប៉ុន្តែនៅពេលដែលម្ចាស់អាណានិគមបានកំណត់ព្រំដែនឲ្យរួចរាល់អស់ហើយក្រោយពេលឯករាជ្យជាទូទៅទោះជាប្រទេសមួយចំនួនតូចនោះមិនសុខចិត្តហើយតែងតែទាមទារឬបង្កចំនួនក៏ដោយក៏សហគមន៍អន្តរជាតិជាទូទៅគេមិនគ្រប់គ្រងនៅអំពើនេះទេបាននិយាយថាមរតកបាត់គេទុកឲ្យប៉ុណ្ណាត្រូវតែគោរពប៉ុណ្ណឹងត្រូវគោរពហេតុអីបានជាសហគមន៍អន្តរជាតិគេគ្រប់គ្រងគោលការណ៍ Oiti Possibility នេះព្រោះគេយល់ថាបើសិនជាគេទទួលយកនៅការសើរើស្រេចចិត្តដោយឯកតោភាគីនៅព្រំដែនដែលមានស្រាប់ជាពិសេសកំណត់រួចរាល់ហើយដោយម្ចាស់អាណានិគមក្រោយពេលខ្លួនឯករាជ្យខ្លួនមិនសុខចិត្តខ្លួនថាងកាលពីខ្លួនថិតក្រោមអាណានិគមខ្លួនអត់ហ៊ានប្រកែកជាមួយម្ចាស់អាណានិគមហ្នឹងអញ្ចឹងជាទូទៅសហគមន៍អន្តរជាតិគេមិនអាចទទួលយកសំណើកែប្រែដោយឯកតោភាគីបានទេហេតុអីព្រោះគេយល់ថាបើប្រទេសនីមួយៗឲ្យតែយល់ថាក្រោយខ្លួនឯករាជ្យខ្លួនអាចស្នើសុំសើរើព្រំដែនបានស្រេចចិត្តតាមចិត្តរបស់ខ្លួនចង់នោះគេថាអាចនាំទៅដល់ភាពអាណាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិជាពិសេសគឺព្រំដែនដែលបានកំណត់រួចហើយនោះនឹងមិនអាចคล้ายទៅជាព្រំដែនមួយដែលមានស្ថិរភាពនិងស្ថាពរទេបាទលោកសាស្ត្រាចារ្យអាចលើកបញ្យលឧទាហរណ៍ប្រទេសណាមួយនៅអាហ្វ្រិកដែលថាគាត់បដិសេធមិនទទួលយកហើយបន្តវ៉ាអាចមានទេលោកសាស្ត្រាចារ្យអាចលើកមានរឿងក្តីប្រហែលឆ្នាំមកនេះគឺនៅក្នុងរឿងក្តីមួយល្បីល្បាញគេហៅរឿងក្តីរវាងប្រទេសប៊ីគីណាហ្វាសូប្រឆាំងទៅនឹងសាធារណរដ្ឋម៉ាលីនៅអាហ្វ្រិកបាទគឺប្រទេសប៊ីគីណាហ្វាសូនឹងគាត់មិនសុខចិត្តនៅក្នុងព្រំដែនដែលកំណត់ឲ្យពីមុនដោយម្ចាស់អាណានិគមគាត់បានទាមទារបាទជាមួយប្រទេសម៉ាលីអញ្ចឹងទីបំផុតភាគីទាំងពីរប្រទេសម៉ាលីសុខចិត្តណាក៏សុខចិត្តទៅចោះគឺដឹកដៃគ្នាទៅរកតុលាការ ICJ បាទនៅពេលដែលតុលាការ ICJ ទទួលបានសមត្ថកិច្ចដោយសារភាគីទាំងពីរឯកភាពគ្នាបាទវិនិច្ឆ័យនៅក្នុងចំណុចមួយដែលនៃសាលដីការបស់តុលាការគឺបានបញ្ជាក់យ៉ាងច្បាស់កំណត់អំពីនិយមន័យនៃគោលការណ៍ Oiti Possibility មានន័យថាគឺជាគោលការណ៍មួយដែលត្រូវតែគោរពជាពិសេសគឺគោរពនៅបញ្ហាដែលព្រំដែនដែលបន្សល់ទុកពីសម័យអាណានិគមมันអាចកែប្រែបានដោយឯកតោភាគីទេ
ចឹងជាលទ្ធផលគឺគេកាត់សេចក្តីឲ្យរក្សា យករក្សានៅអ្វីដែលបន្សល់ទុកពីអាណានិគមដែលមានការកំណត់ជាក់លាក់ បាទលោកសាស្ត្រាចារ្យចុះដល់ឡែកនៅអាស៊ីវិញមានប្រទេសណាដែលធ្វើការតវ៉ារបៀបចឹងមានបញ្ហាវិវាទអីទេនៅអាស៊ី នៅអាស៊ីយើងឃើញមានឆ្នាំ 1997 បើខ្ញុំមិនច្រឡំទេមានរឿងវិវាទមួយគឺរវាងប្រទេសម៉ាឡេស៊ីជាមួយប្រទេសឥណ្ឌូនេស៊ីគឺរឿងក្តីដណ្ដើមកោះពីរគេហៅកោះស៊ីប៉ាដាននិងឌីជីតានគឺប្រវត្តិនៃកោះនេះវាមានលក្ខណៈស្មុគស្មាញបន្តិចដោយសារនៅក្នុងសម័យកាលស្ថិតក្រោមអាណានិគមប្រទេសម៉ាឡេស្ថិតក្រោមអាណានិគមអង់គ្លេសប្រទេសឥណ្ឌូនេស៊ីស្ថិតក្រោមអាណានិគមរបស់ហូឡង់ហើយក្រោយពេលដែលម្ចាស់អាណានិគមទាំងពីរកំណត់ព្រំដែនឲ្យប្រទេសទាំងពីរនេះគឺខ្លួនបានកំណត់យ៉ាងជាក់លាក់មានសន្ធិសញ្ញាក៏ដូចជាផែនទីប៉ុន្តែដោយសារប្រទេសឥណ្ឌូនេស៊ីមានកោះច្រើនណាស់និយាយរួមរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅក្នុងឯកសារបានបញ្ជាក់ថាមានកោះរហូតដល់ជាង 17,000 កោះបាទអញ្ចឹងហើយនៅពេលដែលកំណត់នៅក្នុងផែនទីក៏ដូចជាសន្ធិសញ្ញាគឺរាប់កោះមិនអស់ទេបាទអញ្ចឹងក្រោយពេលដែលប្រទេសម៉ាឡេស៊ីក៏ដូចជាឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីអង់គ្លេសហើយឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីហូឡង់ណាជាទូទៅខ្លួនពីដំបូងទទួលសុខចិត្តទទួលយកនៅគោលការណ៍ព្រំដែនមិនកែប្រែដែលបន្សល់ទុកពីអាណានិគមហ្នឹងនៅមានចំណុចតិចតួចទេនៅតាមបណ្ដោយព្រំដែនហ្នឹងតិចតួចរវាងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីដែលមានវិវាទជាមួយគ្នាដោយប្រទេសឥណ្ឌូនេស៊ីជាទូទៅគាត់តែងតែទាមទារមិនទទួលយកបាទនៅគោលការណ៍នេះហើយដោយសារប្រទេសគាត់មានទឹកដីធំទូលាយហើយប្រទេសគាត់ប្រជាជនច្រើនគាត់ប្រទេសធំបាទប៉ុន្តែជាទូទៅប្រទេសទាំងពីរតែងតែចរចាគ្នាដោយសន្តិវិធីតាក់ទងទៅនឹងបញ្ហាកោះពីរនេះឥណ្ឌូនេស៊ីមិនដែលលើកឡើងពីការទាមទារខ្លួនជាក់លាក់ណាមួយទេជិតកន្លះសតវត្សក្រោយទើបឥណ្ឌូនេស៊ីក៏ធ្វើការតវ៉ាបាទទៅលើកោះហ្នឹងថាក្នុងប្រវត្តិសាស្ត្រកោះនេះជាកោះរបស់ខ្ញុំទេប្រជាជនខ្ញុំធ្លាប់ទៅនេសាទនៅទីនោះទៅរើសពងដើកទៅស្អីហើយម៉ាឡេស៊ីក៏លើកពីបើកតាប្រវត្តិសាស្ត្រគឺភាគីទាំងពីរមានហេតុផលរៀងខ្លួនប៉ុន្តែលក្ខខណ្ឌពិសេសនៃការចំនួនវិវាទដណ្ដើមអធិបតេយ្យលើកោះទាំងពីរនេះគឺតុលាការបានផ្អែកទៅលើគោលការណ៍នៃការកាន់កាប់ជាក់ស្ដែងបាទគឺ de facto ភាសាឡាតាំងគេហៅថា de facto គឺការកាន់កាប់ជាក់ស្ដែងយូរទៅគ្មានអ្នកណាតវ៉ាបាទវាទៅជា de jure មានន័យថាទៅជាផ្លូវច្បាប់រឹងមាំហ្នឹងហើយនៅលើកោះនោះតាំងពីម៉ាឡេស៊ីស្ថិតក្រោមអាណានិគមរបស់អង់គ្លេសបានធ្វើប៉មប្រចាំងហ្វានៅច្រកកោះហ្នឹងសម្រាប់នាវាចេញចូលកំពង់ផែស្អីឥណ្ឌូនេស៊ីមិនដែលតវ៉ាទេបាទនេះជាការឆក់ល្វែងមួយនៅក្នុងការដែលកាលណាខ្ញុំលើកឡើងថាមានពាក្យពីរឃ្លានៅក្នុងនយោបាយក៏ដូចជាឥឡូវវាចង់ទៅជាគោលការណ៍ច្បាប់ហើយណាគេថាដរាបណាអ្នកដែលកំពុងកាន់កាប់ត្រូវបានអ្នកមិនបានកាន់កាប់ប្រឆាំងតវ៉ារហូតដរាបនោះអ្នកដែលកំពុងកាន់កាប់នឹងមិនទទួលបានសិទ្ធិកាន់កាប់ស្ថាពរឡើយផ្ទុយទៅវិញដរាបណាអ្នកដែលមិនបានកាន់កាប់នៅតែប្រឆាំងតវ៉ានោះខ្លួននឹងមិនបាត់បង់សិទ្ធិដោយការផុតអាជ្ញាយុកាឡើយណាជាកតិច្បាប់ថ្ងៃណាមួយខ្លួនអាចនឹងស្នើសុំឲ្យអន្តរជាតិជួយនៅក្នុងការទាមទារណាប៉ុន្តែមានគេហៅថារឿងក្តីនិងប្រវត្តិសាស្ត្របញ្ជាក់មកថាយើងមិនអាចភ្លេចខ្លួនហើយទុកពេលវេលានឹងឲ្យយូរ
20-30 ឆ្នាំឬក៏កន្លះសតវត្សរហូតដល់គេធ្វើទៅជាទីក្រុងបាទទៅជាសឹងថានិយាយរួមគឺគេអភិវឌ្ឍអីទាំងអស់ហើយមិនដែលទៀមទាប្រឆាំងអីណាអញ្ចឹងនៅពេលដែលយើងងើបឡើងទៀមទាដូចភ្ញាក់ពីដេកនៅក្នុងការទៅទៀមទារបស់មួយដែលគេកាន់កាប់50 ឆ្នាំមកហើយអញ្ចឹងបាទអញ្ចឹងជាទូទៅខ្ញុំលើកឧទាហរណ៍មួយដែលពាក់ព័ន្ធទៅនឹងបញ្ហាដែលថាការប្រឆាំងទៀមទានេះណាក្រសួងការបរទេសនៃប្រជាណាចក្រកម្ពុជាឆ្នាំបើខ្ញុំចាំមិនភ្លេចទេឆ្នាំ97ធ្លាប់បានធ្វើកំណត់ទូតតវ៉ាទៅប្រទេសថៃក៏ដូចជាវៀតណាមបាទហើយដើម្បីទាមទារនៅគេហៅថាតំបន់សមុទ្រដែលកាលនោះក្រោយពេលយើងមានព្រឹត្តិការណ៍ឆ្នាំ97 5-6 កក្កដានៅចុងឆ្នាំខែធ្នូគឺប្រទេសវៀតណាមនិងប្រទេសថៃគេបានត្រូវរើគ្នាកំណត់យកព្រំដែនសមុទ្រដែលយើងយល់ថាតំបន់សមុទ្រកន្លែងនេះគឺពាក់ព័ន្ធឬស្ថិតក្រោមអធិបតេយ្យរបស់ខ្មែរដែរมันអាចយកទៅចែកគ្នាតែ2នាក់បានទេបាទអញ្ចឹងហើយក្រសួងការបរទេសយើងបានធ្វើកំណត់ទូតប្តឹងជូនដំណឹងតវ៉ានិយាយរួមគឺថាតវ៉ារហូតអញ្ចឹងសកម្មភាពនេះជាទូទៅសិទ្ធិសញ្ញាឆ្នាំ97ខែធ្នូរបស់រវាងប្រទេសថៃនិងវៀតណាមគឺហាក់ដូចជាมันមានសុពលភាពបាទហើយទី2ទៀតបើសិនជាមានការវិនិយោគឬក៏មានការអភិវឌ្ឍនៅតំបន់នោះគ្មានក្រុមហ៊ុនណាគេហ៊ានចូលមកអភិវឌ្ឍទេដោយសារកម្ពុជាតវ៉ាបាទលោកសាស្ត្រាបានបញ្យល់វែងឆ្ងាយហើយដូចជាមានចំណាប់អារម្មណ៍ឥឡូវនេះវាស្តៀងគ្នានៅក្នុងបច្ចុប្បន្នភាពរបស់ប្រជាណាចក្រកម្ពុជាយើងផងដែរដោយនៅក្នុងរង្វង់គ្រួសារខ្មែរយើងទាំងមូលនឹងមានការខ្វែងកំណត់គ្នាឬក៏ប្រហែលជាមានការមិនទាន់យល់ច្បាស់ដោយសារយើងធ្លាប់តែជាកូនចៅនៃប្រទេសបារាំងមានតែស្ថិតនៅក្រោមអាណានិគមបារាំងអញ្ចឹងអាណានិគមបារាំងបានបន្សល់នៅមរតកមួយផែនទីលោកសាស្ត្រាចារ្យអាចបញ្យល់ជាលក្ខណៈបច្ចេកទេសជាលក្ខណៈច្បាប់ជូនដល់ប្រិមិត្តអ្នកទស្សនារបស់យើងបានស្ដីអំពីបញ្ហាមរតកសាស្ត្រដែលបារាំងបានបន្សល់ឲ្យយើងតើថាយ៉ាងម៉េចសូមចេញលោកពាក់ព័ន្ធទៅនឹងបញ្ហាសន្ធិសញ្ញាក៏ដូចជាកិច្ចព្រមព្រៀងក៏ដូចជាផែនទីដែលបារាំងបានបន្សល់ទុកមកឲ្យយើងដឹងទាំងអស់គ្នាថាបារាំងជាដំបូងគឺដាក់អាណាព្យាបាលនៅលើប្រទេសកម្ពុជាឡាវនិងវៀតណាមដោយឡែកប្រទេសថៃគឺជាប្រទេសមួយដែលមិនដែលស្ថិតក្រោមអាណានិគមរបស់មហាអំណាចណាទេក្នុងប្រវត្តិសាស្ត្រថៃបាទអញ្ចឹងនៅពេលដែលបារាំងក្នុងនាមជាម្ចាស់អាណាព្យាបាលកសាងព្រំដែនឲ្យប្រទេសដែលស្ថិតក្រោមចំណុះខ្លួនគឺខ្លួនបានកំណត់បាទនៅព្រំដែនមួយបាទជាទូទៅបើនិយាយអំពីព្រំដែនរវាងយើងជាមួយនឹងវៀតណាមគឺមកកណាត់គេហៅថាព្រំដែនរវាងប្រជាណាចក្រកម្ពុជាជាមួយកូសាំងស៊ីនបាទហើយនឹងមួយកណាត់ទៀតគឺកម្ពុជាជាមួយវៀតណាមបាទទី2ព្រំដែនកម្ពុជាជាមួយឡាវហ្នឹងនិងទី3ព្រំដែនកម្ពុជាជាមួយនឹងប្រទេសសៀមបាទពេលនោះគឺសៀមបាទអញ្ចឹងនៅពេលក្នុងការកំណត់ព្រំដែនរវាងកម្ពុជាជាមួយវៀតណាមកម្ពុជាជាមួយឡាវអ្វីដែលខ្ញុំបានដឹងក៏ដូចជាខ្ញុំបានអានឯកសារបាទជាទូទៅគឺបារាំងកំណត់ព្រំដែនឲ្យនឹងកន្លែងណាមួយនោះគាត់មិនសូវចាប់អារម្មណ៍ក្នុងការធ្វើការបំលាស់ទីពលរដ្ឋទេឧទាហរណ៍កំណត់ព្រំដែនរវាងខេត្ត2កម្ពុជានិងវៀតណាមចុះបាទអញ្ចឹងគាត់កំណត់ព្រំដែនគឺទោះជាសម័យមុនដូនតារស់នៅកន្លែងណាគឺរស់នៅកន្លែងហ្នឹងបាទអត់ធ្វើមូអង់គ្លេសថាមូទេអត់ធ្វើបំលាស់ទីទេអត់ដូចខាងថៃទេនៅពេលដែលបារាំងធ្វើព្រំដែនជាមួយក្នុងនាមកម្ពុជាធ្វើជាមួយថៃជាមួយសៀមគឺនៅពេលដែលធ្វើកំណត់ច្បាស់លាស់ហើយនោះគឺគាត់តែងតែប្រកាសថា
ប្រជាពលរដ្ឋខ្មែរដែលរស់ធ្លាប់រស់នៅលើទឹកដីកន្លែងនេះឥឡូវទឹកដីនេះត្រូវបានកាត់ទៅឲ្យសៀមហើយអញ្ចឹងបើអ្នកឯងចង់មករស់នៅលើទឹកដីខ្មែរអ្នកឯងត្រូវធ្វើបំលាស់ទីមកបើមិនចង់ទេខ្លួនអាចមានសិទ្ធិរស់នៅលើទឹកដីដដែលប៉ុន្តែនៅក្នុងទឹកដីសៀមឯងមានសិទ្ធិចូលសញ្ជាតិសៀមបាទមានតែចែកដាច់ចំណងហ្នឹងលោកគ្រូចែកដាច់ហ្នឹងហើយគឺពេលដែលបារាំងកំណត់ហើយព្រោះនៅរវាងការធ្វើព្រំដែនរវាងកម្ពុជាជាមួយសៀមគឺយើងធ្វើជា2ដំណាក់កាលទី1គឺអនុសញ្ញាឆ្នាំ1904បាទទី2គឺអនុសញ្ញា1904ហ្នឹងកំណត់ពីព្រំប្រទល់រវាងកម្ពុជាឡាវកម្ពុជាសៀមបាទមកតាមភ្នំដងរែកមកកណាត់ហើយមកដល់ឆ្នាំ1907គឺមានការកែប្រែខ្ញុំសូមជម្រាបបើកវងកញ្ចក់បន្តិចថាអនុសញ្ញាឆ្នាំ1904នោះបារាំងនៅគ្រប់គ្រងខេត្តមួយចំនួនដូចខេត្តចន្ទបុនខេត្តត្រាតខេត្តអីបាទប៉ុន្តែសៀមនៅបន្តគ្រប់គ្រងលើខេត្តបាត់ដំបងខេត្តអង្គរសេរីសុភ័ណ្ឌជាដើមបាទដោយសារព្រះមហាក្សត្រយើងសម័យនោះក៏ដូចជាថ្នាក់ដឹកនាំយើងសម័យនោះគឺស្រឡាញ់ហើយនឹងមិនអាចបាត់បង់នៅខេត្តសំខាន់2នេះទេគឺទី1ខេត្តបាត់ដំបងដែលជាជង្រុកស្រូវដ៏សំខាន់និងទី2ខេត្តអង្គរបាទដែលសម្បូរទៅដោយប្រាង្គប្រាសាទណាជាស្នាដៃរបស់ដូនតាយើងហ្នឹងអញ្ចឹងក៏ទាមទារឲ្យបារាំងហ្នឹងយកខេត្តនឹងមកវិញបារាំងក៏បានចរចានិយាយរួមបើនិយាយពីការកសាងព្រំដែនរវាងបារាំងក្នុងនាមកម្ពុជាជាមួយសៀមគឺវែងឡាយបាទគឺចុះសិទ្ធិសញ្ញាកិច្ចព្រមព្រៀងជាច្រើនលើកច្រើនសារប៉ុន្តែត្រូវលុបចោលមិនចូលជាធរមានរហូតមកដល់ឆ្នាំ1904ទី1ឯដែលនៅជាធរមានដល់សប្តាហ៍ថ្ងៃគឺអនុសញ្ញាឆ្នាំ1904ហើយសិទ្ធិសញ្ញាមួយទៀតគឺសិទ្ធិសញ្ញាមកលៈទៀតគឺ1907ហ្នឹងមានន័យថាគឺបារាំងជាមួយសៀមធ្វើការដោះដូរខេត្តគ្នាបាទអញ្ចឹងដោយសារប្រជាសៀមស្រឡាញ់តំបន់សមុទ្របាទហើយខ្មែរទាមទារឲ្យបារាំងធ្វើយ៉ាងណាគឺយកខេត្ត2នេះឲ្យបានមកវិញដោយខ្មែរប្រៀបធៀបខេត្តខ្មែរ2នេះដើម្បីឲ្យបារាំងរសើប sensitive ហ្នឹងគឺបានប្រៀបធៀបខេត្តសៀមរាបក៏ដូចជាខេត្តបាត់ដំបងទៅនឹងតំបន់2ខេត្ត2របស់បារាំងក្នុងប្រវត្តិសាស្ត្រគឺគេហៅថាតំបន់អាល់ហ្សាស់និងឡូរ៉ែនដែលតំបន់ទាំងពីរនេះក្នុងប្រវត្តិសាស្ត្របារាំងត្រូវបានអាល្លឺម៉ង់ឈ្លានពានជាច្រើនលើកហើយបារាំងវាយយកមកវិញដណ្ដើមយកមកកាន់កាប់វិញបាទអញ្ចឹងទើបមានការចរចារហូតដល់ចុងក្រោយបារាំងបានសម្រេចកំណត់ជាមួយប្រទេសសៀមហ្នឹងគឺចុះសិទ្ធិសញ្ញាឆ្នាំ1907គឺធ្វើការកាត់កងដោះដូរខេត្តគ្នាហើយនឹងតំបន់ឆ្នេរយើងទទួលបានខេត្តបាត់ដំបងខេត្តអង្គរគឺសៀមរាបហ្នឹងហើយខេត្តសេរីសុភ័ណ្ឌហ្នឹងប៉ុន្តែយើងត្រូវបាត់តំបន់ឆ្នេរមួយចំនួនគឺតំបន់ឆ្នេរតាមបណ្ដោយឆ្នេរប្រហែលជាខ្ទង់ជាង60គីឡូម៉ែត្រហើយនឹងកោះធំពីរគឺកោះគុតនិងកោះចាងបាទបោះពីនឹងវិញចុះដោះដូរជំពីនឹងដែរបាទនេះជាប្រវត្តិនៃការកសាងផែនទីជារវាងកម្ពុជានិងថៃតែពេលនោះប្រជាជនយ៉ាងម៉េចលោកគ្រូប្រជាជនដោយខ្ញុំលើកអញ្ចឹងរវាងកម្ពុជាជាមួយនឹងថៃខេត្តណាដែលបារាំងដកតបចេញមកវិញដោយខេត្តក្រាតចន្ទបុនស្អីៗហ្នឹងគឺមានប្រជាជនខ្មែររស់នៅដែរគឺបារាំងឲ្យប្រជាជនខ្មែរមានសិទ្ធិក្នុងការសម្រេចរស់នៅទីនោះគឺខ្លួនមានសិទ្ធិមានលំនៅឋាននិងចូលសញ្ជាតិសៀមបាទបើមិនចង់ទេអាចផ្លាស់ទីមកខ្មែរពេលនោះមានលោកតាមឯកសារមានច្រើនមានដោយឡែកចំពោះសៀមដូចគ្នាក្នុងខេត្តអង្គរសៀមរាបក៏ដូចជាបាត់ដំបងសេរីសុភ័ណ្ឌអីហ្នឹងគឺខ្លួនអ្នកណាចង់នៅអ្នកណាមិនចង់នៅគឺផ្លាស់ទីបាទទៅនៅប្រទេសសៀមចុះដោយឡែកជាមួយនឹងប្រទេសវៀតណាមប្រទេសបារាំងដោយឡែកជាមួយចំណុចមួយដែលគេចង់ដឹងណាលោកសាស្ត្រាចារ្យដោយឡែកជាមួយប្រទេសវៀតណាមគឺជាទូទៅគេតែងសង្កេតឃើញថាទ
ទាំងឯកសារជំនាន់បារាំងបាទគឺថាបារាំងមិនសូវជាធ្វើខ្វល់ខ្វាយហើយឲ្យបានម៉ត់ចត់ផ្លាស់ទីអីប្រកាសដោយធ្វើជាមួយសៀមទេព្រោះខ្លួនយល់ថាប្រទេសទាំង3នេះគឺស្ថិតក្រោមអាណាព្យាបាលរបស់ខ្លួនតែមួយបាទហើយនឹងជាទូទៅគឺថាគាត់កំណត់អញ្ចឹងគឺឧបមាថាភូមិរបស់ដូនតាខ្ញុំចោះនៅភូមិហ្នឹងនៅខេត្តមួយចោះខេត្តព្រៃវែងឬខេត្តស្វាយរៀងចោះបាទគឺកាលណាគាត់ធ្វើកំណត់ព្រំដែនគឺគាត់គូសផែនទីមកវាកាត់គាត់ជាទូទៅបារាំងពេលធ្វើនឹងគាត់មិនបានខ្វៀលដើរចុះមើលគ្រប់ភូមិខ្វៀលទៅតាមលំនៅឋានរបស់ប្រជាជនដែលរស់នៅទេអត់ឆ្កៀលទេបាទអញ្ចឹងជាទូទៅបើនិយាយថាអាចបន្ទោសគាត់បន្តិចថាគាត់សម្រេចគូសខ្លួនគាត់បាទអាហ្នឹងគាត់ថាបានប៉ុន្តែជាទូទៅយើងត្រូវដឹងអំពីគុណសម្បត្តិរបស់ម្ចាស់អាណាព្យាបាលដែរបើសិនជាបារាំងមិនបានកំណត់ឲ្យរហូតមកដល់ពេលនេះមិនដឹងទៅយ៉ាងណាទេបាទអញ្ចឹងហើយទោះជាយ៉ាងណាក៏ដោយជាទូទៅគឺមានរឿងជាច្រើនដែលធ្លាប់មានប្រវត្តិប្រទេសធ្លាប់ដឹកដៃគ្នាទៅប្តឹងតុលាការ ICJ ក៏ដូចជាទៅប្តឹងនៅតុលាការអាជ្ញាកណ្ដាល PCA ជាដើមជាទូទៅភាគច្រើនបើសិនជាមានការកំណត់ជាក់លាក់ព្រំដែនជាពិសេសមិនថាព្រំដែនអន្តរជាតិផងមានរឿងខ្លះព្រំដែនដំបូងនេះជាព្រំដែនរដ្ឋបាលទេប៉ុន្តែការកាន់កាប់ដល់យូរឆ្នាំហើយក្រោយពេលប្រទេសនឹងបដូរលក្ខន្តិកៈប្រទេសមានន័យថាឯករាជ្យខ្លួនមិនតវ៉ាអីទាំងអស់ណាអញ្ចឹងគេទទួលស្គាល់ថាព្រំដែននេះទៅជាព្រំដែនអន្តរជាតិហើយដោយចំណុចមួយគឺចំណុចគេហៅថាបើសិនជាឲ្យសើឬស្រេចចិត្តហ្នឹងគឺនាំឲ្យមានភាពអនាធិបតេយ្យអាចកើតមានសង្គ្រាមក្នុងការដណ្ដើមទឹកដីគ្នាមិនចេះចប់ខ្ញុំលើកឡើងនៅឃ្លាមួយក្នុងរឿងភាសាព្រះវិហារហ្នឹងដែលតុលាការ ICJ បញ្ជាក់ហើយបញ្ជាក់ទៀតជាពិសេសនៅចំណុចសេចក្តីសន្និដ្ឋានចុងក្រោយនៃការសម្អាងហេតុបាទគឺថាបើប្រទេសពីរកសាងព្រំដែនជាមួយគ្នាហើយក្រោយមកប្រទេសមួយចេះតែយកលេសនេះលេសនោះថាកិច្ចព្រមព្រៀងនេះផែនទីនេះធ្វើនឹងមិនត្រឹមត្រូវតាមបច្ចេកទេសល្អទេទាស់អញ្ចេះទាស់អញ្ចោះព្រំដែនមួយធ្វើឡើងនឹងមិនអាចคล้ายទៅជាព្រំដែនមួយដែលស្ថិរភាពសន្តិសុខសុវត្ថិភាពនិងមានលក្ខណៈអចិន្ត្រៃយ៍ជាព្រំដែនរដ្ឋទេគឺនឹងអាចคล้ายទៅជាព្រំដែនមួយដែលមានបញ្ហាគឺកើតមានវិវាទរហូតមិនចេះចប់នឹងយើងពិនិត្យមើលទាំងអស់គ្នាទៅមើលសេចក្តីសន្និដ្ឋានចុងក្រោយនៃការសម្អាងហេតុរបស់តុលាការ ICJ ក្នុងរឿងក្តីប្រាសាទព្រះវិហារឆ្នាំ62ក៏មានទៅសេដែរបាទគេសេទុកសេដល់ដល់ហើយលោកសាស្ត្រាចារ្យចង់បញ្ជាក់បញ្យលលម្អិតថែមទីទៀតឥឡូវនេះលោកសាស្ត្រាចារ្យបានមានប្រសាសន៍ពីដើមមកថាវាជាមរតករបស់អាណានិគមយើងត្រូវតែទទួលឥឡូវសំខាន់ឥឡូវបញ្ហាជាមួយនឹងកម្ពុជានិងវៀតណាមដែលវាជារឿងបច្ចុប្បន្នភាពនៅក្នុងរង្វង់ខ្មែរយើងមហាគ្រួសារខ្មែរហ្នឹងមិនទាន់លឺមាត់លឺកគ្នាឬមួយក៏យ៉ាងម៉េចលោកសាស្ត្រាចារ្យលោកខ្ញុំចង់បានបញ្យលករណីហ្នឹងបារាំងឲ្យលម្អិតថែមទៀតបារាំងវាផ្ទុករបៀបម៉េចវាគូសរបៀបម៉េចហើយម៉េចបានវាមិនដោះដូរព្រោះពួកខ្ញុំធ្លាប់ឮមកថាពេលដែលចុះវាស់វែងនេះបារាំងហ្នឹងគឺថាខ្មែរមិនសូវស្ទេចដូចវៀតណាមអីចាំម៉េចលោកសាស្ត្រាចារ្យនេះយើងក្មេងជំនាន់ក្រោយដូចគ្នាចង់បានលម្អិតកន្លែងនោះព្រោះវាបច្ចុប្បន្នភាពអានេះมันមានឯកសារណាជាក់លាក់កំណត់ជាផ្លូវការថាពេលដែលបារាំងវាស់វែងហ្នឹងគឺខាងយើងมันមានយកចិត្តទុកដាក់ឬมันមានវត្តមានតែខាងវៀតណាមខ្ញុំมันមានការសម្អាងជាក់លាក់ទេគ្រាន់តែឮពីមាត់ដូនតាតថាការកំណត់ព្រំដែនសម័យនោះមានជិះសេះផងជួនកាលទៅសែងឡើងភ្នំឡើងអីហ្នឹងសែងបារាំងផងអីផងការលំបាកដែរកន្លែងតំបន់ខ្ពង់រាបតំបន់ភ្នំអីហ្នឹងបាទប៉ុន្តែជាទូទៅកាលពីសម័យនោះមិនថាប្រទេសយើងឬមួយប្រទេសសៀមក
កំណត់ព្រំដែនជាមួយយើងដែលបារាំងក្នុងបារាំងចេញមុខជំនួសយើងគឺថាប្រទេសនៅអាស៊ីអាគ្នេយ៍អាស៊ីនេះមិនសូវដឹងពីរឿងបញ្ហាកំណត់ព្រំដែនទេច្រើនតែទុកចិត្តទៅលើប្រទេសមហាអំណាចនៅអឺរ៉ុបដែលគេចេះដឹងជាងយើងទាំងផ្លូវច្បាប់ទាំងបច្ចេកទេសទាំងអ្នកបច្ចេកទេសផែនទីអីជាដើមភូមិសាស្ត្រអីលក្ខណៈបាទអញ្ចឹងហើយនៅពេលដែលបារាំងគាត់កំណត់ហ្នឹងជាទូទៅខ្ញុំមិនហ៊ានថាគាត់ធ្វើស្រេចចិត្តទេប៉ុន្តែគាត់ថាយើងច្រើនតែទុកចិត្តទាំងពីរហ្នឹងទាំងអស់ទាំងគ្នាហ្នឹងទាំងវៀតណាមកម្ពុជាឡាវសៀមអីក៏ដោយគឺថាទុកចិត្តបកគលឲ្យបារាំងហ្នឹងគឺគូផែនទីហ្នឹងទៅបាទគូទៅព្រោះយើងក៏គ្មានអ្នកបច្ចេកទេសអីដែរសម័យនោះបាទដល់បារាំងវាគូសមកបាទដូចខ្ញុំថាអញ្ចឹងពេលដែលគូសមកហ្នឹងជាទូទៅបារាំងមិនដែលយកមកថាឥឡូវដាក់លើតុថាណែហៅភាគីទាំងអស់មកជជែកលំអិតម្ដងមកភូមិណាបាទអត់ទេគឺថាជាទូទៅគាត់ធ្វើនិយាយរួមគឺគាត់កំណត់ឲ្យយើងយ៉ាងម៉េចហ្នឹងគឺកំណត់ចឹងទៅនេះជាហៅថាគាត់លះបង់ជួយធ្វើព្រំដែនឲ្យយើងប៉ុណ្ណឹងហ្នឹងវាពេកហើយបាទហើយតែតាំងពីនឹងលោកសាស្ត្រាចារ្យមានប្រសាសន៍មិញថាជាប់នឹងកូសាំងស៊ីននិងជាប់វៀតណាមបែបវៀតណាមខាងជើងប្រហែលជាអញ្ចឹងលោកសាស្ត្រាចារ្យថាមាន124បកគោលបោះជំនាន់កូសាំងស៊ីនរបៀបម៉េចខ្ញុំស្រាវជ្រាវឯកសារហើយក៏មាននៅក្នុងការបកស្រាយនៅក្នុងនិក្ខេបបទរបស់លោកសរិនឆាដែរបាទព្រោះយើងត្រូវដឹងថាឥឡូវនេះមានមតិច្រើនណាស់ជាពិសេសអ្នកច្បាប់ក៏ដូចជាអ្នកបញ្ញវន្តណាជាច្រើនលោកបានចាត់ទុកថានិក្ខេបបទរបស់លោកសរិនឆាហ្នឹងទៅជាឯកសារ reference មួយហើយឯកសារយោងមួយដ៏សំខាន់ណាស់បាទអញ្ចឹងខ្ញុំបានអាននិក្ខេបបទនោះគឺជាទូទៅឃើញតែថាព្រំដែនរវាងកម្ពុជាជាមួយនឹងកូសាំងស៊ីនសម័យនោះគឺកូសាំងស៊ីនបារាំងគ្រប់គ្រងឯងព្រោះដែនដីកូសាំងស៊ីននេះនៅក្នុងប្រវត្តិសាស្ត្រគឺជាដែនដីបារាំងចាត់ទុកថាជាដែនដីឯនាយសមុទ្ររបស់បារាំងដែលភាសាបារាំងគេហៅថា territoire d'outre-mer overseas territory បាទគឺដែនដីឯនាយសមុទ្ររបស់បារាំងអញ្ចឹងបារាំងសម័យនោះគាត់ដាក់អាណានិគមនៅប្រទេសជាច្រើនហ្នឹងគឺមានទឹកដីខ្លះគឺគាត់គ្រប់គ្រងជាទឹកដីរបស់គាត់ហ្មងមិនមែនជាទឹកដីរបស់ម្ចាស់ទឹកដីដើមទេបាទប៉ុន្តែក្រោយពេលដែលទឹកដីនោះមួយចំនួនបារាំងបកគលមកឲ្យម្ចាស់ដើមវិញឬទៅឲ្យប្រទេសណាមួយតែងតែជាទូទៅមានការសម្រេចអំពីសភាឬក៏ទេសាភិបាលនៅលើដែនដីនោះរបស់បារាំងប៉ុន្តែការសម្រេចនេះតាមច្បាប់បារាំងជាទូទៅមិនអាចយកជាការបានចុងក្រោយទេមិនស្ថាពរទេទាល់តែបញ្ជូនសេចក្តីសម្រេចនេះទៅសភាបារាំងដើម្បីសម្រេចទៀតជាក់ស្ដែងដូចជាដែនដីកូសាំងស៊ីននេះបើតាមខ្ញុំចាំដូចជានៅក្នុងខែមេសាថ្ងៃ20ជាងហ្នឹងខែមេសាឆ្នាំ1949ពេលនោះសភាកូសាំងស៊ីនបានសម្រេចផ្ដាច់ដែនដីកូសាំងស៊ីននេះទៅឲ្យវៀតណាមគ្រប់គ្រងបាទហើយនៅក្នុងចំណុចទី3នៃសេចក្តីសម្រេចនោះអានេះខ្ញុំដកស្រង់ចេញពីឯកសារក៏ដូចជាមាននៅក្នុងនិក្ខេបបទរបស់លោកសរិនឆាដែរថាដាក់ថាកម្ពុជាហើយនិងវៀតណាមអីជាពិសេសកម្ពុជាហ្នឹងហើយគឺมันអាចតវ៉ាកែប្រែបានទេនៅពេលដែលប្រទេសវៀតណាមបដូរលក្ខន្តិកៈបាទបដូរលក្ខន្តិកៈប្រទេសហ្នឹងមានន័យថាម៉េចបដូរលក្ខន្តិកៈប្រទេសឧទាហរណ៍ថាវៀតណាមស្ថិតក្រោមអាណានិគមអញ្ចឹងចោះបដូរលក្ខន្តិកៈប្រទេសអាចនិយាយបានថានៅពេលដែលឯករាជ្យហ្នឹងប៉ុន្តែការសម្រេចរបស់សភាកូសាំងស៊ីននេះមិនមែនជាសេចក្តីសម្រេចចុងក្រោយទេតាមគោលការណ៍ច្បាប់របស់ប្រទេសបារាំងត្រូវតែបញ្ជូនទៅឲ្យសភាបារាំងសម្រេចបាទចុងក្រោយបាទសភាបារាំងក៏បានសម្រេចនៅខែមិថុនាឆ្នាំ4ថ្ងៃ4ខែមិថុនាហ្នឹងឆ្នាំ1949បាទ2ខែក្រោយណាបាទពេលនោះសភាបារាំងបានកែចំណុចទី3
cáiចំណុចទី3ចំណុចទី3ខ្ញុំមិនលើកទី1ទី2ទេអាទី1ទី2បានន័យថាឯកភាពតម្កល់ទុកជាបានការនៅការសម្រេចរបស់សភាកូសាំងស៊ីនហ្នឹងចំណុចទី3មានន័យថាគឺបញ្ហាដែនដីកូសាំងស៊ីននេះទុកគេហៅថា res entièrement réservé ទុកឲ្យតវ៉ានៅពេលដែលវៀតណាមបដូរលក្ខន្តិកៈបើកសិទ្ធឲ្យវៀតណាមបើកសិទ្ធឲ្យយើងតវ៉ាហ្នឹងអញ្ចឹងហើយខ្ញុំមិនដឹងថាក្រោយពេលយើងឯករាជ្យក៏ដោយវៀតណាមឯករាជ្យជាពិសេសក្រោយយើងឯករាជ្យឆ្នាំ1953មកហេតុអ្វីក៏យើងមិនធ្វើការតវ៉ាប្តឹងផ្ដាល់ឲ្យបានអស់លទ្ធភាពនិយាយរួមការតវ៉ានេះគឺមានការធ្វើកំណត់ទូតបាទទាមទារការដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិបាទការដាក់ពាក្យបណ្ដឹងទៅគ្រប់គេហៅថាតាមមធ្យោបាយដែលអាចធ្វើទៅបានហើយធ្វើរំលឹកក្រោយរំលឹកហើយរំលឹកទៀតជារៀងរាល់ឆ្នាំហ្នឹងហើយជាទូទៅនៅក្នុងប្រវត្តិសាស្ត្រយើងឃើញថាពីមួយសម័យកាលមួយចំនួនបាទចំនួនសង្គមរាស្ត្រនិយមចំនួនសាធារណរដ្ឋខ្មែរមកដល់សម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមហើយក្រោយឆ្នាំ1979និងក្រោយឆ្នាំ93ប៉ុន្តែខ្ញុំនិយាយពីខាងដើមបន្តិចហេតុអីបានជាក្រោយយើងឯករាជ្យហ្នឹង53បាទបើពិនិត្យលើចំណុច3នៃសេចក្តីសម្រេចរបស់សភាបារាំងហេតុអីបានជាសម័យនោះរដ្ឋាភិបាលយើងសម័យនោះមិនមានការតវ៉ាអីធំដុំជាក់លាក់មែនតើបាទនៅក្នុងនេះខ្ញុំបានឃើញតែលិខិតមួយនេះគឺដូចជាឆ្នាំ1965ដែលមានការចុះហត្ថលេខាដោយព្រះអង្គម្ចាស់កន្តុលហ្នឹងមានសរសេរដែរតវ៉ាទៅវៀតណាមតែលិខិតនោះខ្ញុំឃើញតែមួយនេះហ្នឹងខ្ញុំចង់បានថាអ្វីដែលខ្ញុំលើកមិនបាញ់ពាក្យពីរឃ្លាណាហ្នឹងមិនមែនយើងដេកលក់ហើយកន្លះសតវត្សក្រោយបានយើងតវ៉ាហើយដាក់កំហុសឲ្យសម័យនេះត្រូវទៅតវ៉ាទៅអីខ្ញុំជម្រាបថាបើសិនជាទោះបីជាហ្នឹងវៀតណាមគេល្ងងហើយគេព្រមទៅជាមួយយើងក៏មិនសង្ឃឹមថាឈ្នះដែរហ្នឹងបញ្ហានេះជាចំណុចមួយបើសារថាបញ្ហាដែលមូលដ្ឋានដែលអាចឈ្នះទី1តើផ្អែកលើកត្តាប្រវត្តិសាស្ត្រនៃមូលដ្ឋានច្បាប់មានសន្ធិសញ្ញាកិច្ចព្រមព្រៀងណាដែលថាគេខ្ចីយើងនៅទេដែនដីហ្នឹងដែនទឹកដែនកោះហ្នឹងឧទាហរណ៍ទី1បាទទី2ពាក់ព័ន្ធទៅនឹងបញ្ហាយើងតវ៉ារហូតទេហ្នឹងផ្អែកទៅលើកត្តាប្រវត្តិសាស្ត្រប្រទេសនីមួយៗតែងតែមានហេតុផលរៀងខ្លួនណាឧទាហរណ៍ថារជ្ជកាលនេះឆ្នាំប្រពន្ធនេះខ្ញុំបានដណ្ដើមយកមកគ្រប់គ្រងប្រហែលឆ្នាំហើយអ្នកឯងវាយយកទៅវិញស្អីទៅមកអីអាហ្នឹងក្នុងរឿងប្រវត្តិសាស្ត្រសំខាន់បំផុតគឺការគ្រប់គ្រងកាន់កាប់ជាក់ស្ដែងក្រោយឯករាជ្យកាលណាក្រោយឯករាជ្យប្រទេសក្រោយទទួលបានឯករាជ្យបើកិច្ចព្រមព្រៀងសន្ធិសញ្ញាព្រំដែននោះជាក់លាក់ហើយជាទូទៅខ្លួនមិនអាចសើរើឬតវ៉ាប្រកែកមិនទទួលស្គាល់ដោយឯកតោភាគីទេបាទលើកលែងតែថាมันមានអ្វីជាក់លាក់បាទมันមានអ្វីកំណត់ជាក់លាក់សោះបាទប៉ុន្តែក៏มันអាចទុកពេលវេលាឲ្យយូរឲ្យធ្វើឲ្យបើនិយាយភាសាមួយម៉ាត់ដូចជាការថ្លោះសិទ្ធិណាបាទហើយពាក់ព័ន្ធចំណុចនេះខ្ញុំសូមលើកឡើងថាអាគោលការណ៍ Oiti Possibility Jury Oiti Possibility នេះមកដល់បច្ចុប្បន្ននេះវាទៅជាគោលការណ៍មួយដែលគេគោរពទៅជាគោលការណ៍ច្បាប់កាលណាទៅជាគោលការណ៍ច្បាប់គេថែមពាក្យមួយម៉ាត់ចុងក្រោយទៀតគេហៅថា Oiti Possibility Jury បាទ Jury ហ្នឹងហើយគោលការណ៍នេះនៅឆ្នាំ1969សហគមន៍អន្តរជាតិនៅពេលដែលមានការកោះប្រជុំសន្និសីទអន្តរជាតិហើយស្ថិតក្រោមការគាំពាររបស់ UN ហ្នឹងក្របខ័ណ្ឌ UN គឺនៅពេលដែលគេបង្កើតអនុសញ្ញាធំមួយគេហៅអនុសញ្ញា VCLT អនុសញ្ញាទីក្រុងវៀនស្ដីពីនីតិសិទ្ធិសញ្ញានៅពេលនោះ
ប្រទេសទាំងឡាយហ្នឹងបានឯកភាពនិយាយរួមគឺចែងពង្រឹងថែមមួយកម្រិតទៀតអាគោលការណ៍ Oedipus-Cedeti ហ្នឹងទៅក្នុងមាត្រា62ចំណុចទី 2A នៃអនុសញ្ញា VCLT ហ្នឹង Vienna Convention on the Law of Treaty ឆ្នាំ1969 បាទគេដាក់នៅក្នុងខ្លឹមសារនៃមាត្រាហ្នឹងថាកថាខណ្ឌទី1ចំណុចទី1គេថានៅពេលដែលមានកលៈទេសៈប្រែប្រួលកលបចៈប្រែប្រួលគឺថាផ្លាស់ស្ថានភាពដែលយើងអត់បានដឹងនៅពេលដែលយើងចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាគឺក្រោយមកយើងមានភ័ស្តុតាងមានអីយើងអាចស្នើសុំកែប្រែសន្ធិសញ្ញានឹងបានប៉ុន្តែកថាខណ្ឌទី2ដែលខ្ញុំលើកបាញ់នេះចំណុចទី2នេះគេហាមឃាត់ដាច់ខាតហ្មងគេថាទោះជាមានកលៈទេសៈប្រែប្រួលស្អីក៏ដោយបាទมันអាចស្នើសុំបដិសេធឬកែប្រែចំពោះសន្ធិសញ្ញាឬកិច្ចព្រមព្រៀងកំណត់ព្រំដែនឡើយរឹងយកតែម្ដងបាទបារាំងគេហៅថា principe d'intangibilité des frontières មានន័យថាព្រំដែនគោលការណ៍ព្រំដែនมันអាចប៉ះឬកែប្រែបានអញ្ចឹងលោកសាស្ត្រាចារ្យបានបញ្យល់មិញហ្នឹងប៉ុន្តែខ្ញុំចង់លើកឧទាហរណ៍ថាឥឡូវផែនទីបារាំងបកគោលឲ្យឥឡូវយើងវាស់យើងអីឃើញទាំងអស់គ្នាជាលក្ខណៈបច្ចេកទេសដល់ពេលឧបមាថាឥឡូវថាទៅដីជាក់ស្ដែងទៅគាត់ស្រែមិនថាដូនតាខ្ញុំមកអីណាអាហ្នឹងមកដោយសារបារាំងមិនបានសម្រិតសម្រាំងដូចខ្មែរនឹងសៀមអញ្ចឹងមកលោកគ្រូតែធ្វើឲ្យតំណហ្នឹងរាល់ថ្ងៃអញ្ចឹងខ្ញុំជឿជាក់ថាគឺចំណុចហ្នឹងដោយសារបារាំងមិនបានធ្វើមូប្រជាជនទេមិនបានធ្វើបំលាស់ទីនៅពេលដែលគាត់កំណត់ព្រំដែនរវាងយើងជាមួយប្រទេសវៀតណាមមកជាមួយឡាវហ្នឹងហើយអញ្ចឹងជាទូទៅគឺអាចមានចំណុចនេះប៉ុន្តែបើខ្ញុំមើលការងារក៏ដូចជាសន្ធិសញ្ញាឆ្នាំ2005នឹងហើយនឹងកិច្ចការងារចរចារបស់គណៈកម្មការព្រំដែនកម្ពុជាជាមួយវៀតណាមហ្នឹងគឺដូចជាមានទុកចំណុចទី7ដែលតាមខ្ញុំចាំគឺថានៅពេលដែលកន្លែងណាដែលប្រជាជនខ្មែរភូមិខ្មែរបើតាមផែនទីបារាំងកំណត់ឲ្យភូមិហ្នឹងមានចំណុចប្រមាណម៉ែត្រឬប្រមាណគីឡូម៉ែត្រទៅនៅក្នុងដីវៀតណាមយើងអាចដោះដូរបានគឺយើងដូរជាមួយភូមិណាដែលវៀតណាមនៅលើទឹកដីយើងបាទតែអាខ្សែព្រំដែនហ្នឹងវាមិនមែនខ្វៀលទៅតាមភូមិសម័យបារាំងគូឲ្យនោះទេហ្នឹងហើយបាទនេះជាចំណុចបាទចុះបើសិនជាខ្ញុំលើកនេះវាជាករណីជាក់ស្ដែងប្រជាជនឬក៏អ្នកបញ្ញវន្តខ្លះឬក៏អ្នកនយោបាយខ្លះក៏តែហេអត់អញ្ចឹងអីចឹងខ្ញុំគិតទៅវិញថាចុះថ្ងៃណាមួយស្រាប់តែគាត់មានឱកាសឡើងទៅដឹកនាំប្រទេសតើគាត់ធ្វើរបៀបម៉េចអានោះបើនិយាយពីច្បាប់វិញមានន័យថារដ្ឋាភិបាលក្រោយមករបៀបម៉េចมันអាចធ្វើបានទេជាទស្សនៈរបស់ខ្ញុំហ៊ានធានាថាអ្វីដែលខ្ញុំនិយាយនៅពេលនេះឧបមាថាថ្ងៃក្រោយមានគណៈបកណាមួយដែលគាត់ថាគាត់ឈ្នះឆ្នោតគាត់នឹងទៀមទាយកមកវិញឲ្យតលតែបាននៅព្រំដែនចេះព្រំដែនចោះជាទូទៅខ្ញុំសូមជម្រាបថាមិនមែនស្រួលដូចមាត់ថាទេទី1បាទចំណុចទី1តើទៀមទាយ៉ាងម៉េចហ្នឹងធ្វើសង្គ្រាមវាយគ្នាហ្នឹងខុសច្បាប់កាលណាសង្គ្រាមធ្វើសង្គ្រាមតដើមទឹកដីមួយដែលគេបានកាន់កាប់យូរមកហើយជាទូទៅហើយមិនគោរពនៅផែនទីខ្សែព្រំដែនដែលបន្សល់ទុកពីអាណានិគមគឺជារឿងរំលោភច្បាប់មួយខុសច្បាប់តែបាទអានឹងធ្វើសង្គ្រាមវាអត់គោរពទៅនឹងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់ UN ទេជាទូទៅក្នុងនាមប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិគេបានកំណត់នៅជាក់លាក់ណាស់នៅក្នុងធម្មនុញ្ញ UN ថាត្រូវដោះស្រាយដោយសន្តិវិធីហាមឃាត់ដាច់ខាតនៅការប្រើកម្លាំងតាមគ្រប់មធ្យោបាយលើកលែងតែការប្រើកម្លាំងដែលមានការអនុញ្ញាតឬមានចែងនៅក្នុងធម្មនុញ្ញ UN បាទអញ្ចឹងទី2ថាទៅប្តឹងណាពួកខ្ញុំសូមនិយាយចំណុចនេះជម្រាបទៅដល់ជនរួមជាតិទាំងអស់ឲ្យបានច្បាស់ថាមានអ្នកមតិមួយចំនួនលោកតែងតែលើកឡើងថាចុះកម្ពុជាមិនគុំមិនប្តឹងទៅតុលាការ ICJ ទៅបាទ
បាទតុលាការអន្តរជាតិទីក្រុងឡាអេនណា ICJ ទៅខ្ញុំសូមជម្រាបថាការប្តឹងទៅមិនជាបញ្ហាជាសិទ្ធិរបស់ប្រទេសមួយប្តឹងទៅបានចំណុចដែលសំខាន់នោះគឺតើតុលាការ ICJ មានសមត្ថកិច្ចឬក៏គ្មានបើសិនជាភាគីម្ខាងទៀតគេមិនឯកភាពទៅជាមួយបាទចំណុចនេះមានរូបភាពដែលអាចឲ្យតុលាការ ICJ មានសមត្ថកិច្ចបានលុះត្រាតែធ្វើទៅតាមមធ្យោបាយឬរូបភាពណាមួយនៃរូបភាពទាំង4ខាងក្រោមទី1អាចថាគូភាគីមានវិវាទនឹងគ្នាទាល់តែភាគីទាំងពីរព្រមព្រៀងដឹកដៃគ្នាទៅមានន័យថាព្រមព្រៀងគ្នាហើយត្រូវចុះកិច្ចព្រមព្រៀងពិសេសមួយ Special Agreement មួយទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ ឲ្យដោះស្រាយវិវាទដែលកំពុងវិវាទបាទទាល់តែភាគីទាំងពីរព្រមបាទហើយបើភាគីតែម្ខាងទៅភាគីម្ខាងទៀតមិនព្រមតុលាការ ICJ ឆ្លើយមកវិញថាខ្លួនគ្មានសមត្ថកិច្ចទេបាទតាមរូបភាពទី2ទីហោមិនចូលក្នុងរូបភាពទី1ណាអាចចូលរូបភាពទី2តុលាការ ICJ អាចមានសមត្ថកិច្ចបានលុះត្រាតែគឺប្រទេសទាំងពីរនេះធ្លាប់បានចែងឬកំណត់ទុកជាមុននៅខទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ នៅក្នុងសន្ធិសញ្ញាឬកិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរតាំងពីមុនឧទាហរណ៍ថាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងកំណត់ព្រំដែនរដ្ឋទៅចោះហ្នឹងហើយមានចែងនៅក្នុងសន្ធិសញ្ញាហ្នឹងបាទឬក៏នៅក្នុងពិធីសារបំពេញបន្ថែមតាក់ទងបញ្ហាករណីមានរឿងវិវាទកើតឡើងបើភាគីទាំងពីរចែងទុកជាមុនថាថ្ងៃក្រោយបើមានរឿងវិវាទកើតចេញពីការរំលោភសិទ្ធិសញ្ញានេះមានន័យថាគឺភាគីណាម្ខាងមិនបានបំពេញកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញានេះភាគីទាំងពីរសុខចិត្តទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ ឲ្យដោះស្រាយអានឹងបានបើថ្ងៃក្រោយមានរឿងវិវាទភាគីណាតែម្ខាងទេប្តឹងទៅយោងមាត្រាហ្នឹងនៃសន្ធិសញ្ញាដែលបានចែងទុកជាមុនជាមួយគ្នាហ្នឹងគឺតុលាការ ICJ អាចមានសមត្ថកិច្ចបាទឬបើមិនចូលក្នុងរូបភាពទី2ទេតុលាការ ICJ អាចមានសមត្ថកិច្ចបានចូលក្នុងរូបភាពទី3គឺមានន័យថាលុះត្រាតែប្រទេសនីមួយៗបានប្រកាសជាឯកតោភាគីទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ មានន័យថាគឺធ្វើ unilateral declaration ទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ ពាក់ព័ន្ធបញ្ហានេះមកដល់សប្តាហ៍ថ្ងៃនេះតាមតួលេខគឺមានប្រទេសចំនួន72ដែលបានធ្វើសេចក្តីប្រកាសឯកតោភាគីទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ រយៈពេល10ឆ្នាំម្ដង10ឆ្នាំម្ដងដោយឡែកប្រជាណាចក្រកម្ពុជាបានធ្លាប់បានធ្វើសេចក្តីប្រកាសទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ នេះតាមលិខិតប្រកាសឯកតោភាគីរបស់ខ្លួនគឺនៅក្នុងឆ្នាំ1957នៅមុនពេលដែលយើងប្តឹងទៅតុលាការ ICJ ដែលមានរឿងក្តីវិវាទជាមួយថៃរឿងប្រាសាទព្រះវិហារបាទនៅក្នុងលិខិតនោះគឺមានការចុះហត្ថលេខាពីឯកឧត្តមសឹមវ៉ាសម័យនោះហើយគឺប្រកាសប្រជាណាចក្រកម្ពុជាសូមប្រកាសទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ ហ្នឹងយោងតាមមាត្រា36កថាខណ្ឌ2នៃលក្ខន្តិកៈរបស់តុលាការ ICJ ហ្នឹងហើយសូមរក្សាសិទ្ធិលើវិវាទណាចំណុចនេះខ្ញុំសូមជម្រាបថានៅក្នុងសេចក្តីប្រកាសរបស់ប្រទេសនីមួយៗដែលទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ តុលាការ ICJ នឹងមានសមត្ថកិច្ចថ្ងៃក្រោយនឹងមានសមត្ថកិច្ចបើប្រទេសដែលបានធ្វើសេចក្តីប្រកាសនេះមានវិវាទនឹងគ្នាជាពិសេសវិវាទផ្នែកច្បាប់បាទហើយភាគីវិវាទទាំងពីរហ្នឹងបើយើងពិនិត្យទៅថាគឺមានធ្លាប់បានប្រកាសទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ ហ្នឹងបាទរយៈពេល10ឆ្នាំម្ដងបាទអញ្ចឹងហើយមើលលក្ខខណ្ឌទៀតតើវិវាទដែលកំពុងវិវាទហ្នឹងចូលទៅក្នុង
សេចក្តីប្រកាសនៃការទទួលយកសមត្ថកិច្ចរបស់តុលាការអត់បើសិនជាប្រទេសនោះរក្សាសិទ្ធិធ្វើ reservation គេហៅថាធ្វើការរក្សាសិទ្ធិថាខ្ញុំទទួលគ្រប់រឿងទាំងអស់លើកលែងតែឧទាហរណ៍ណាលើកលែងតែវិវាទរឿងព្រំដែនចឹងចោះឬវិវាទណាដែលអាចជាសមត្ថកិច្ចណារបស់តុលាការក្នុងស្រុកបានឬវិវាទណាដែលភាគីទាំងពីរហ្នឹងព្រមព្រៀងគ្នាដឹកដៃទៅរកយន្តការផ្សេងអីចឹងបើមានការរក្សាសិទ្ធិចំណុច1 2 3នេះតុលាការ ICJ នៅតែគ្មានសមត្ថកិច្ចបាទព្រោះគេប្រកាសទទួលយកមែនលើកលែងតែរឿង1 2 3ចេញបាទអញ្ចឹងណាអញ្ចឹងជាទូទៅហេតុអីបានជាមតិខ្លះលើកឡើងថាករណីប្រទេសថៃយើងប្តឹងទៅតុលាការ ICJ ហេតុអីបានតុលាការ ICJ មានសមត្ថកិច្ចខ្ញុំសូមបើកវងកញ្ចក់ក្រៅនេះបន្តិចយើងមិនមែនប្តឹងលើរឿងវិវាទថ្មីទេគឺយើងប្តឹងនេះយើងមានសិទ្ធិប្តឹងរហូតគឺប្តឹងសុំឲ្យបកស្រាយសាលដីកាឆ្នាំ62អញ្ចឹងបើតាមមូលដ្ឋានច្បាប់របស់តុលាការ ICJ គឺជាទូទៅដូចជាមានចែងនៅក្នុងមាត្រា60អីចឹងបើខ្ញុំចាំមិនច្រឡំគឺចែងថាក្នុងករណីដែលភាគីវិវាទមានការយល់ផ្សេងគ្នាទៅលើអត្ថន័យឬខ្លឹមសារពាក្យពេចន៍នៃសាលដីកាភាគីណាម្ខាងក៏មានសិទ្ធិប្តឹងសុំឲ្យតុលាការ ICJ បកស្រាយឲ្យបាទអញ្ចឹងទោះជាករណីនេះកម្ពុជាប្តឹងទៅថៃប្រកែកមិនព្រមទទួលយកសមត្ថកិច្ចតុលាការ ICJ ក៏ដោយក៏តុលាការ ICJ បើពិនិត្យទៅឃើញថាភាគីទាំងពីរពិតជាយល់ឃើញខុសគ្នាលើអត្ថន័យនៃសាលដីកា62នេះបើតុលាការឃើញយល់ឃើញថាពិតជាយល់ឃើញផ្សេងគ្នាមែនតុលាការសម្រេចថាខ្លួនមានសមត្ថកិច្ចទោះជាថៃមិនព្រមក៏ដោយបាទវាខុសពីបើសិនជាកម្ពុជានិងថៃមានរឿងវិវាទផ្សេងថ្មីបាទកម្ពុជាប្តឹងទៅតុលាការ ICJ តែម្នាក់ឯងថៃមិនព្រមទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ តុលាការនឹងឆ្លើយមកវិញថាតុលាការគ្មានសមត្ថកិច្ចទេបាទចំណុចទី4ចំណុចទី4ខ្ញុំសូមបញ្ចប់ថាចំណុចទី4គឺតុលាការ ICJ អាចមានសមត្ថកិច្ចគឺធ្វើទៅតាមនីតិវិធីមួយគេហៅថាវិធាន Forum Prorogatum បាទវិធាន Forum Prorogatum នេះគឺជាវិធានមួយដែលបានតុលាការបានទទួលស្គាល់តាំងពីតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិសម័យសង្គមប្រជាជាតិបាទហើយវិធាននេះត្រូវបានចែងនៅក្នុងបទបញ្ជារបស់តុលាការសម័យនោះរហូតមកដល់តុលាការ ICJ ដែលកើតក្រោយសង្គ្រាមលោកលើកទី2នេះបាទគឺបានចែងនៅក្នុងមាត្រា38ចំណុចទី5ទីម៉ានខ្ញុំភ្លេចប៉ុន្តែមាត្រា38នៃបទបញ្ជារបស់តុលាការមានន័យថាតុលាការអាចមានសមត្ថកិច្ចលកឹកណាភាគីវិវាទមួយដែលជាសមាជិករបស់អង្គការសហប្រជាជាតិឬជាសមាជិករបស់តុលាការ ICJ ប្តឹងទៅតុលាការហើយតុលាការជូនដំណឹងនេះតាមវិធានហ្នឹងទៅភាគីម្ខាងទៀតបាទបើភាគីម្ខាងទៀតនោះធ្វើលិខិតឆ្លើយតបទទួលយករឿងក្តីក្តាមហ្នឹងនៅមុខតុលាការ ICJ នោះតុលាការនឹងមានសមត្ថកិច្ចបាទបើភាគីម្ខាងទៀតនោះឆ្លើយតបទៅវិញថាមិនទទួលយកទេតុលាការ ICJ ខ្ញុំមិនទទួលយកសមត្ថកិច្ចរបស់អ្នកឯងទេនោះតុលាការនៅតែគ្មានសមត្ថកិច្ចបាទលោកសាស្ត្រាចារ្យងាកមកករណីប្រទេសកម្ពុជាយើងវិញតើឧបមាថាមានបញ្ញវន្តឬក៏ថ្នាក់ដឹកនាំនៃគណៈបកនយោបាយឬក៏ប្រជារាស្ត្រលើកឡើងថាទេយើងត្រូវតែដឹកដៃទៅ ICJ ទៅតុលាការឡើយពីព្រោះគេក៏ជាសមាជិករបស់ UN មាត្រានេះបង្ហាញអញ្ចឹងនៅក្នុងករណីលោកសាស្ត្រាចារ្យអាចបញ្យល់លម្អិតតិចថាយើងហើយនឹងវៀតណាមឈានទៅដល់ការប្តឹងផ្ដាល់ឬក៏អាចយ៉ាងម៉េចអានេះយើងលើកឡើងជាការគិតគេបានលើកអញ្ចឹងហើយតើលោកសាស្ត្រាចារ្យក្នុងនាមជាឯកទេសខាងច្បាប់ហ្នឹងទៅយ៉ាងម៉េចខ្ញុំសូមជម្រាបថាពាក់ព័ន្ធនឹងចំណុចនេះឥឡូវឧបមាថា
មានមតិលើកឡើងថាកម្ពុជាមិនក៏មិនប្តឹងណាទី1យើងត្រូវដឹងថាការប្តឹងនេះមិនមែនស្រួលទេទី1គឺត្រូវរៀបចំឯកសារមូលដ្ឋានច្បាប់ឲ្យរឹងមាំទី2ចំណាយលុយកាក់ជួលមេធាវីរាប់លានដុល្លារបាទមេធាវីអន្តរជាតិទៀតហ្នឹងហើយទី3ពេលដែលយើងប្តឹងទៅដូចខ្ញុំលើកពីខាងដើមអញ្ចឹងយើងមានសិទ្ធិប្តឹងប៉ុន្តែក្នុងករណីដែលវៀតណាមគេមិនឯកភាពទៅជាមួយយើងតុលាការនឹងឆ្លើយមកវិញថាតុលាការគ្មានសមត្ថកិច្ចទេជាច្បាប់ជាឆ្លងអត់មានសមត្ថកិច្ចក្នុងករណីដែលវៀតណាមមិនព្រមឯកភាពទទួលយកសមត្ថកិច្ចរបស់តុលាការព្រោះជាទូទៅរូបភាពទី1ក៏អត់ចូលទី2ក៏មិនចូលទី3ក៏មិនចូលទី4ក៏មិនចូលបាទទោះបីជាឧបមាថាទី4យើងប្តឹងទៅ ICJ តាមវិធាន Forum Prorogatum ខ្ញុំជឿជាក់ថាជាទស្សនៈឆន្ទៈនយោបាយប្រទេសវៀតណាមលោកមិនចង់ឡើងតុលាការអីក្តីក្តាំវែងឆ្ងាយរឿងបញ្ហាព្រោះបច្ចុប្បន្ននេះវាគ្មានរឿងអីដែលត្រូវធ្វើការប្តឹងផ្ដាល់គ្នាបាទសត្រូវជាមួយគ្នាទេគឺជាទូទៅយើងអាចចរចាដោយសន្តិវិធីហើយរឿងអាចនិយាយគ្នាបានទេពាក់ព័ន្ធទៅនឹងបញ្ហាការប្តឹងដូចខ្ញុំលើកមិញអញ្ចឹងប្រទេសកម្ពុជានៅសប្តាហ៍ថ្ងៃនេះជុំវិញយើងទាំង3ប្រទេសវៀតណាមក្តីឡាវក្តីថៃក្តីមកដល់សប្តាហ៍ថ្ងៃនេះគឺមិនដែលប្រកាសទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ ICJ ទេក្នុងប្រវត្តិសាស្ត្រប្រទេសថៃធ្លាប់ប្រកាសទទួលស្គាល់ជាឯកតោភាគីគេហៅធ្វើសេចក្តីប្រកាសឯកតោភាគីទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ ICJ ទុក10ឆ្នាំម្ដងដូចកម្ពុជាដែរបាទប៉ុន្តែបន្ទាប់ពីចាញ់ក្តីភាសាព្រះវិហារប្រទេសថៃបានផ្ញើលិខិតមួយបង្ហាញឆន្ទៈថាឈប់ទទួលស្គាល់សមត្ថកិច្ចរបស់តុលាការនឹងទៀតហើយបាទចុះវៀតណាមវិញចឹងវៀតណាមនិងឡាវក្នុងប្រវត្តិសាស្ត្រមិនដែលបានធ្វើសេចក្តីប្រកាសទទួលស្គាល់ម្ដងណាទេអញ្ចឹងក្នុងករណីដែលបញ្ញវន្តខ្លះរៀបទូទៅអ្នកនយោបាយខ្លះគាត់លើកឡើងថាយើងត្រូវតែប្រឹងជាប្រដៅគឺគ្រាន់តែជាការលើកប៉ុន្តែជាផ្លូវច្បាប់ខ្ញុំនិយាយថាជាផ្លូវច្បាប់មិនអាចទេមិនអាចដូចខ្ញុំជម្រាបអញ្ចឹងលើកចេះតែលើកអញ្ចឹងទៅដល់ពេលប្តឹងទៅផ្អែកលើមូលដ្ឋានអីទី1ការដែលយើងប្តឹងទៅយើងត្រូវលើកថាខ្ញុំប្តឹងទៅនេះផ្អែកលើមាត្រាប៉ុណ្ណេះនៃលក្ខន្តិកៈរបស់តុលាការ ICJ ផ្អែកលើមាត្រាប៉ុណ្ណេះនៃបទបញ្ជារបស់តុលាការបាទផ្អែកអីបើអត់មានផងទី1វៀតណាមមិនដែលប្រកាសទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ ICJ តាមវិធីឯកតោភាគីទេអត់ទេបាទទី2វៀតណាមជាទូទៅមិនដែលមានកិច្ចព្រមព្រៀងសន្ធិសញ្ញាចែងទុកជាមុនជាមួយកម្ពុជាថាថ្ងៃក្រោយមានរឿងវិវាទព្រំដែនឬវិវាទស្អីមួយគឺយើងសុខចិត្តដោះស្រាយដោយសន្តិវិធីហើយបើមិនមានលទ្ធផលយើងសុខចិត្តទទួលយកសមត្ថកិច្ចរបស់តុលាការ ICJ ទុកជាមុនហ្មងក៏អត់មានដែរអញ្ចឹងជាទូទៅបើចំហប្រទេសវៀតណាមមិនឯកភាពទៅតុលាការជាមួយយើងទេតុលាការ ICJ គ្មានសមត្ថកិច្ចអញ្ចឹងទោះបីជាថ្ងៃក្រោយទៅរដ្ឋាភិបាលខ្មែរដូចពីដើមរដ្ឋាភិបាល3 4មកហើយអញ្ចឹងហើយដល់ពេលថ្ងៃក្រោយទៅរដ្ឋាភិបាលថ្មីមកខ្លួនឈ្នះឆ្នោតដោយសារតែការលើកឡើងឧទាហរណ៍អញ្ចឹងទោះយ៉ាងម៉េចក៏មិនអាចដែរលោកសាស្ត្រាចារ្យមិនអាចតតែសោះតែម្ដងប្តឹងដាក់ពាក្យប្តឹងទៅតែប្តឹងទៅតុលាការមើលនៅក្នុងពាក្យបណ្ដឹងទៅតាមមធ្យោបាយអីទី1បើសិនជាប្តឹងទៅថាវៀតណាមធ្លាប់ប្រកាសទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ ICJ ដែរយើងលើកថាសេចក្តីប្រកាសរបស់វៀតណាមចុះថ្ងៃទីប៉ុណ្ណេះខែប៉ុណ្ណេះកម្ពុជាធ្លាប់បានធ្វើសេចក្តីប្រកាសឆ្នាំ57ណាហើយកម្ពុជាបន្តទទួលស្គាល់រហូត10ឆ្នាំម្ដងរហូតដល់សប្តាហ៍ថ្ងៃកម្ពុជាមិនដែលឈប់ទទួលស្គាល់ទេវៀតណាមមិនដែលទេអញ្ចឹងមានអត់មានចំណុចទី2កិច្ចព្រមព្រៀងសន្ធិសញ្ញាដែលកម្ពុជាចុះមួយវៀតណាមកន្លងមកស្ដីពីរឿងព្រំដែនមានបានចែងទុកជាមុនថានៅពេលវិវាទជាមួយគ្នាភាគីណាម្ខាងក៏មានសិទ្ធិប្តឹងទៅតុលាការ ICJ ដែរក៏អត់មានដែរផ្អែកលើមាត្រាណាហ្នឹងហើយអញ្ចឹងពាក់ព័ន្ធទៅនឹងបញ្ហាចំណុចនេះចំណុចមួយទៀតភាគីទាំងពីរ
จะแจ้งគ្នាតតែព្រមព្រៀងជាមួយគ្នាដឹកដៃគ្នាទៅតុលាការ ICJ មានសមត្ថកិច្ច សរុបសេចក្តីមកវិញវាជាផ្នែកមួយនៃចន្លោះឬក៏ធ្លាប់ធ្លុយរបស់បារាំងធ្វើមិនចប់មិនហើយដែលធ្វើឲ្យខ្មែរយើងនៅក្នុងរង្វង់អ្នកនយោបាយខ្មែរយើងលឺមាត់ឬក៏រហូតដល់យើងមានបញ្ហាអញ្ចឹងរឿងនេះវាចឹងមែនលោកសាស្ត្រាចារ្យ តាមទស្សនៈរបស់ខ្ញុំមិនយល់បែបនេះទេព្រោះជាទូទៅទេការកំណត់ព្រំដែនមិនថាបារាំងអង់គ្លេសបាទប្រទេសមហាអំណាចនៅអឺរ៉ុបពីអតីតកាលខ្លួនដាក់អាណានិគមនៅអាហ្វ្រិកក៏ដោយប្រជាអេស្ប៉ាញដាក់អាណានិគមនៅអាមេរិកឡាទីនក៏ដោយនៅពេលដែលដោះលែងអាណានិគមបាទគឺតែងតែមានលើកឡើងពីភាគីម្ខាងមកមិនសុខចិត្តតែងតែមានប៉ុន្តែជាទូទៅដូចខ្ញុំជម្រាបអញ្ចឹងគឺថាកាលណាមានកិច្ចព្រមព្រៀងឬសេចក្តីសម្រេចអីមួយជាក់លាក់ហើយនឹងមានផែនទីជាពិសេសផែនទីនឹងតែម្ដងបាទផែនទីនេះសំខាន់ណាស់ជាទូទៅទោះជាផែនទីនោះមិនមានកអកដនេក៏ដោយយើងនិយាយរួមគឺថាផែនទីដែលធ្វើនៅក្នុងដើមសតវត្សទី20មិនមានកអកដនេទេពោះបច្ចេកវិទ្យាពេលនោះអត់មានទេបាទអត់មាននិយាមការអីដូចក្នុងទសវត្ស50ជាង60មកទេបាទអញ្ចឹងកាលណាអត់មានកអកដនេអត់មាននិយាមការវាពិបាកបន្តិចនៅពេលដែលចុះទៅវាស់វែងជាក់ស្ដែងបាទអញ្ចឹងជាបច្ចេកទេសទំនើបបច្ចុប្បន្នគេត្រូវយកផែនទីដែលបារាំងធ្វើឲ្យហ្នឹងដែលមានຂະຫນាត1 លើ 100,000 ផែនទីបនហ្នឹងណាផែនទីដែលបារាំងផលិតហ្នឹងដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងហ្នឹងគឺគេធ្វើគេហៅបារាំងថាកុងវែកយ៉ុងហ្នឹងគឺធ្វើការផ្ដិតចម្លងតែយកអាខ្សែដើមតែផ្ដិតចម្លងមកនៅលើกระดาษថ្មីបាទដែលមានកអកដនេហើយពង្រីកផែនទីហ្នឹងទៅជាຂະຫນាត1 លើ 50,000 ឬពង្រីកឲ្យកាន់តែធំទៀត1 លើ 25,000 អីចឹងជាដើមដើម្បីស្រួលមើលបាទអញ្ចឹងទេខុសគ្នាពីបនអូទៀមដោយសារបច្ចេកវិទ្យាទេលោកសាស្ត្រាចារ្យបាទតាមពិតណាវាគ្មានអីខុសទេបើយើងយកអាផែនទីបនហ្នឹងដែលអត់មាននិយាមការហ្នឹងយកមកដាក់ត្រួតធ្វើ convert ណាហ្នឹងហើយដាក់ត្រួតមកលើផែនទីខ្នាតធំតែយកខ្សែចាស់ខ្សែចាស់ហើយបច្ចេកវិទ្យាទំនើបឥឡូវនេះមានដូចជាប្រទេសណ័រវេហ្វាំងឡង់ហុលឡង់អាល្លឺម៉ង់ស្អីសឹងមានក្រុមហ៊ុនអន្តរជាតិល្បីៗណាដែលបច្ចេកទេសហ្នឹងដែលគេធ្វើខ្ញុំក៏មិនយល់ដល់ដែរបាទអរគុណលោកសាស្ត្រាចារ្យដែលបានបញ្យល់អំបញ្ញមិញច្បាស់ក្បាយច្រើនខ្ញុំចង់ងាកមួយទៀតដែលថាប្រឡងទៅថ្មីយើងឃើញរដ្ឋាភិបាលលោកស្នើសុំទៅអង្គការសហប្រជាជាតិបញ្ហាជួយរកផែនទីដែលថាកម្ពុជាធ្លាប់បានយកទៅតម្កល់សម័យសង្គមរាស្ត្រនិយមជាគោលការណ៍ច្បាប់តើអង្គការសហប្រជាជាតិនេះជាកន្លែងមួយដែលថាត្រូវតែទទួលយកឬក៏តម្រូវឲ្យប្រទេសនីមួយៗយកផែនទីរបស់ខ្លួនទៅតម្កល់ដើម្បីទទួលស្គាល់ឬយ៉ាងម៉េចលោកសាស្ត្រាចារ្យព្រោះអត់សូវយល់កន្លែងហ្នឹងដែរហ្មងបាទជួយសូមជួយបាទចំណុចកន្លែងនេះខ្ញុំសូមបញ្ជាក់ថាបើផ្អែកតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិมันមានចំណុចណាមួយដែលចែងថាអង្គការសហប្រជាជាតិត្រូវតែមានកាតព្វកិច្ចទទួលយកនៅការតម្កល់ផែនទីរបស់ប្រទេសជាសមាជិកខ្លួននោះទេមានតែចំណុចមួយទេចែងនៅក្នុងមាត្រា102នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគេចែងថាគឺប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិនៅពេលដែលខ្លួនបង្កើតកិច្ចព្រមព្រៀងឬសន្ធិសញ្ញាណាមួយបាទហើយនៅពេលក្រោយពេលដែលកិច្ចព្រមព្រៀងឬសន្ធិសញ្ញានោះចូលជាធរមានហើយខ្លួនត្រូវតែផ្ញើទៅចុះបញ្ជីឬតម្កល់កិច្ចព្រមព្រៀងឬសន្ធិសញ្ញានោះនៅលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិហើយលេខាធិការដ្ឋាននេះមានតួនាទីក្នុងការផ្សព្វផ្សាយកិច្ចព្រមព្រៀងឬសន្ធិសញ្ញានោះដោយឡែកពាក់ព័ន្ធនឹងបញ្ហាផែនទីឬក៏ចំណុចឯកសារអីផ្សេងទៀតគឺខ្ញុំមិនឃើញមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទេមិនមានទេបាទចុះឧបមាថាដូចជាខ្មែរយើងដែលថាយកទៅតម្កល់តែក្រោយមកឃើញតម្កល់ជាផែនទីដែលនិយាយអំពីអាមេរិកឬក៏វៀតណាមបងវាយទៅវិញ
ដែលថាគេទទួលស្គាល់ជាអន្តរជាតិអីចឹងតើអាហ្នឹងយ៉ាងម៉េចដែរលោកសាស្ត្រាចារ្យ កន្លែងនេះខ្ញុំមិនបានដឹងពិតប្រាកដថាផែនទីមិញដែលលោកសយសុភាពសួរខ្ញុំថាមិនបានរកឃើញអាផែនទីដែលផែនទីបនຂະຫນາດ1លើ100,000ដែលអតីតបកូណាព្រះបរមរតនកោដ្ឋលោកមានព្រះបន្ទូលថាបានផ្ញើនៅអង្គការសហប្រជាជាតិជាទូទៅបើសិនខ្ញុំយល់ទេណាបើសិនជាប្រទេសមួយមានការផ្ញើឯកសារអីមួយនៅអង្គការសហប្រជាជាតិជាពិសេសផ្ញើនៅលេខាធិការដ្ឋានរបស់ UN អង្គការសហប្រជាជាតិជាទូទៅគឺខ្លួនត្រូវគោរពនីតិវិធីធ្វើតាមជាផ្លូវការមានន័យថាត្រូវមានបែបបទលិខិតបាទសរសេរទៅអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិថាខ្លួនចង់តម្កល់ដើម្បីគ្រាន់តែឲ្យប្រទេសផ្សេងទៀតបានដឹងបាទការតម្កល់នេះត្រូវមានការទទួលពីតំណាងមន្ត្រីកម្រិតណាខ្ញុំមិនដឹងទេគឺថាត្រូវតែមានការទទួលដើម្បីទទួលយកឯកសារផ្លូវការនោះឧទាហរណ៍ផែនទីនឹងពីប្រទេសណាមួយដើម្បីតម្កល់ឲ្យត្រូវមានចុះលេខចុះអីគេនឹងបកគលលិខិតមួយស្លឹកទៀតមកឲ្យយើងថាផែនទីនេះតម្កល់នៅក្នុងកម្រងស្អីបាទព្រោះនៅក្នុង UN គេមានកម្រងសិទ្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិដែលភាសាបារាំងគេហៅ recueil des traités កម្រងហ្នឹងគឺគេ collection ប្រមូលចងក្រងនៅកិច្ចព្រមព្រៀងសិទ្ធិសញ្ញាដែលប្រទេសជាសមាជិកណាបានចុះនឹងផ្ញើទៅចុះបញ្ជីឬតម្កល់នៅទីនោះដោយឡែកផែនទីអីនេះគឺมันមានចែងនៅក្នុងធម្មនុញ្ញ UN ទេប៉ុន្តែបើសិនជាមានការយកទៅមែនក៏គួរតែធ្វើជាផ្លូវការខ្ញុំមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែมันអាចថាយកទៅហើយជូនស្ងាត់ហើយផែនទីហ្នឹងបាត់ទៅណាក៏មិនដឹងឬក៏ស្អីមិនដឹងអាហ្នឹងខ្ញុំក៏មិនយល់ដែរបញ្ហានេះ ជាផ្លូវច្បាប់នៅពេលដែលលោកអគ្គលេខាធិការឆ្លើយតបមកវិញដោយទៅក្នុងលិខិតរបស់លោកបញ្ជាក់ជូនរដ្ឋាភិបាលថាអត់បានឃើញហើយនឹងព្យាយាមរតទៅទៀតអាហ្នឹងភាសាហ្នឹងមានន័យថាយ៉ាងម៉េចលោកសាស្ត្រាចារ្យ ខ្ញុំគិតថាការរកនេះខ្ញុំមិនដឹងថាតើមន្ត្រីនៅលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិនោះគាត់បានប្រឹងប្រែងរកអស់ហើយឬនៅឬយ៉ាងម៉េចឬក៏មានឆក់ល្វែងកន្លែងណាដែលវាកប់កន្លែងណាអីមិនបានទាន់រកឃើញអានឹងខ្ញុំក៏មិនដឹងដែរប៉ុន្តែភាសាការទូតជាទូទៅទោះជាគេរកមិនឃើញក៏ដោយក៏គេឆ្លើយមកវិញថាគឺគេរកមិនទាន់ឃើញឬក៏បាទគេនឹងព្យាយាមបាទនៅមានពាក្យមួយទៀតគេហៅថាគេនឹងព្យាយាមយករកទៀតបើសិនជារកឃើញគេនឹងផ្ញើមកអរគុណលោកសាស្ត្រាចារ្យជាចំណុចចុងក្រោយតើលោកសាស្ត្រាចារ្យមានអ្វីបន្ថែមសម្រាប់ឲ្យជនរួមជាតិជួលោកព្យាយាមស្វែងយល់ផ្លូវច្បាប់ក៏ដូចជាផ្អែកទៅលើកត្តាជាក់ស្ដែងដែលយើងធ្លាប់ជាស្ថិតនៅក្រោមអាណានិគមបារាំងចុងក្រោយសូមជឿជាទូទៅខ្ញុំគ្រាន់តែចង់ជម្រាបទៅដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ថាការលើកឡើងពីបញ្ហាចំណុចណាមួយក៏ដោយពីអ្នកនយោបាយក្តីពីអ្នកមិនមែននយោបាយក្តីសំខាន់ចំណុចណាដែលយើងចេះមិនដល់ដែលយើងគ្មានជំនាញយើងយល់មិនដល់យើងកុំចេះតែថាដោយខ្ញុំធ្លាប់ឮហើយនឹងធ្លាប់ស្ដាប់ការផ្សាយតាមវិទ្យុក្តីដូចជាអាស៊ីសេរី RFE ឬក៏ VOA ក្តីដែលមានការសម្ភាសបញ្ញវន្តឬក៏សម្ភាសអ្នកនយោបាយខ្លះលោកពេលខ្លះលោកចេះតែលើកឡើងចេះតែលើកចេះលើកចោះដូចខ្ញុំលើកមិនអញ្ចឹងថាប្តឹងទៅហ្នឹងហើយឲ្យគេកាត់ក្តីហើយប្តឹងទៅគឺត្រូវតែគេមានសមត្ថកិច្ចហើយហ្នឹងហើយមិនក៏មិនប្តឹងហើយអានេះយើងនឹងទៀមមកគឺបានហើយហ្នឹងហើយធ្វើបញ្ហានេះយើងមិនសុខចិត្តទៅយើងប្តឹងទៅអ្នកនេះប្តឹងទៅអ្នកនោះទៅការនិយាយស្រួលប៉ុន្តែមុននឹងនិយាយខ្ញុំចង់ឲ្យថាអ្វីដែលជាការពិតចាំនិយាយបើមិនអញ្ចឹងទេប្រជាពលរដ្ឋខ្មែរ
tu từ chỉ bị xếp hiện tràn ta miênประมาณ nè để yul om piបញ្ហាផ្លូវច្បាប់នេះជាពិសេសច្បាប់អន្តរជាតិទៀតដែលពាក់ព័ន្ធទៅនឹងបញ្ហារឿងប្តឹងផ្ដាល់រឿងមរតកអាណានិគមរឿងបញ្ហាព្រំដែននេះខ្ញុំជឿជាក់ថាសូម្បីតែបញ្ញវន្តខ្មែរក៏ដោយរៀនជឿជ្រះក៏ដោយបណ្ឌិតក៏ដោយបើមិនបានស្រាវជ្រាវលើចំណុចនេះហើយគ្មានជំនាញផ្នែកនេះទេនៅតែអត់ដឹងបាទនៅតែអត់ដឹងហើយស្មានតែចេះស្មានតែចោះអញ្ចឹងគ្រាន់តែថាបញ្ហាព្រំដែនខ្ញុំសូមជម្រាបថានៅលើពិភពលោកគឺជារឿងបញ្ហាមួយពិបាកណាស់ហើយរសើបណាស់នៅអឺរ៉ុបក្តីក្នុងប្រវត្តិសាស្ត្រគេមានប្រទេសខ្លះធ្វើព្រំដែនមួយសតវត្សជាងបានចប់បាទអញ្ចឹងហើយខ្ញុំជឿជាក់ថាបញ្ហាព្រំដែននេះមិនមែនស្រួលដូចយើងលើកឡើងថាធ្វើទៅតែ3ឆ្នាំ5ឆ្នាំចប់ហើយស្អីចប់ហើយពិបាកណាស់រឿងនេះព្រោះវាតាក់ទងទៅនឹងបញ្ហាអធិបតេយ្យបូរណភាពទឹកដីដែលប្រទេសម្ខាងគឺមិនងាយនឹងបាទមិនងាយនឹងថាទទួលយកសូម្បីតែ1ម៉ែត្រក៏ដោយបាទមិនចង់ឲ្យមានការខាតបង់ទេហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែសំណូមពរថាឲ្យអ្នកនយោបាយក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ថាអ្វីដែលយើងដឹងមិនច្បាស់យើងកុំទាន់ជឿហើយកុំចេះតែនិយាយហ្នឹងទី1ទី2សូមឲ្យមានការទុកចិត្តហ្នឹងទុកចិត្តទៅដល់អ្នកជំនាញបច្ចេកទេសបើសិនជាយើងឆ្ងល់រឿងអីអាចសួរគាត់ហ្នឹងហើយសួរហើយយើងចរចាឬដោះស្រាយគ្នាក្នុងរង្វង់ផ្ទៃក្នុងនាមខ្មែរដូចគ្នាជជែកគ្នាដោយសន្តិវិធីហ្នឹងហើយខ្ញុំឃើញថាកន្លងមកមានរឿងជាច្រើនដែលហាក់ដូចជានិយាយមកមិនត្រូវច្បាប់ហើយមានការកេងចំណេញនយោបាយអីអានេះខ្ញុំជាអ្នកបច្ចេកទេសខ្ញុំមិនចង់លូកលាន់រឿងបញ្ហាហ្នឹងទេប៉ុន្តែខ្ញុំឃើញអញ្ចឹងបាទអញ្ចឹងហើយមានពលរដ្ឋខ្មែរច្រើនណាស់ដែលលោកមិនយល់ពីបញ្ហានេះហើយលោកជឿហើយជឿហ្នឹងគឺជឿខុសហ្នឹងអញ្ចឹងហើយជាទូទៅគឺសូមខ្ញុំគ្រាន់ចង់ថាបើមានបញ្ហាអីសូមឲ្យអញ្ជើញអ្នកជំនាញមកជជែកគ្នាហើយត្រូវស្ដាប់បាទអ្នកដែលគេមានជំនាញជាពិសេសអ្នកច្បាប់អ្នកអីបើពាក់ព័ន្ធរឿងបញ្ហាមូលដ្ឋានច្បាប់ត្រូវឲ្យអ្នកច្បាប់មិនមែនអ្នកច្បាប់ចេះតែឡើងបកស្រាយស្រាញ់ចិត្តទេខ្ញុំរៀងដូចរៀងស្រាវដែរហ្នឹងណាបាទគាត់បកស្រាយចេះបកស្រាយចោះដែលគាត់មិនមែនជាអ្នកជំនាញច្បាប់ហើយគាត់មិនយល់ដឹងពីចំណុចហ្នឹងទៅទៀតបាទគ្រោះថ្នាក់បាទអរគុណលោកសាស្ត្រាចារ្យបានចំណាយពេលវេលា1ម៉ោងជាងបញ្យល់ពីបញ្ហាទាំងអស់នេះសង្ឃឹមថាមួយផ្នែកដែលលោកសាស្ត្រាចារ្យបានបកស្រាយអំបញ្ញមិញសង្ឃឹមថាវាបានជាផ្លូវមួយសម្រាប់ចូលទៅឲ្យបងប្អូនគាត់ស្ដាប់ហើយគាត់ពិចារណាហើយគាត់អាចនឹងព្រោះនេះអ្នកច្បាប់និយាយហើយដូច្នេះចង់មិនចង់ក៏វាមានមូលដ្ឋានទៅតាមហ្នឹងដែរខ្ញុំសូមអរគុណហើយអរគុណជាផ្លូវការតែម្ដងលោកសាស្ត្រាចារ្យខ្ញុំបានរៀនជាមួយលោកសាស្ត្រាចារ្យបានយល់ពីបញ្ហានៅខ្លះបានមានមូលដ្ឋាននិយាយកន្លងមកខ្លះអញ្ចឹងហើយបានខ្ញុំសូមក្រុមជើញលោកសាស្ត្រាចារ្យបកស្រាយខ្លះនេះគឺតែផ្អែកទៅលើមូលដ្ឋានច្បាប់ជាតិអន្តរជាតិក៏ដូចជាអ្វីដែលជាមរតករបស់បារាំងទុកឲ្យបាទខ្ញុំសូមអរគុណលោកសាស្ត្រាចារ្យប្រិមិត្តទស្សនិកជនជាទីមេត្រីកិច្ចសម្ភាសរបស់ខ្ញុំបាទជាមួយនឹងលោកសាស្ត្រាចារ្យឡាំជានៅពេលនេះមកដល់ទីបញ្ចប់ហើយសង្ឃឹមថាជនរួមជាតិនឹងបានជាផ្នែកមួយដើម្បីសិក្សាស្វែងយល់ពិចារណាតទៅទៀតដើម្បីឈានទៅដល់ចំណុចមួយដែលខ្មែរយើងទាំងអស់គ្នាមានការមូលមាត់ឯកភាពគ្នាទៅលើកិច្ចការព្រំដែននេះហើយដោយលោកសាស្ត្រាមានប្រសាសន៍បាញ់អញ្ចឹងសំខាន់បើអ្នកនយោបាយលោកឆ្ងល់លោកអីលោកអាចអញ្ជើញអ្នកបច្ចេកទេសអ្នកច្បាប់ទៅជែកជៀសវាងនៃការបាច់សាច់ពីបែបនេះធ្វើឲ្យយើងជួបនៅបញ្ហាមួយគឺខាតផលប្រយោជន៍ទាំងអស់បាទសូមអរគុណ